ngày nay miền màn đường đã chạp lục ថ្ងៃហ្នឹងមាន2រឿងទី1នោះគឺខ្ញុំចែកម្លែកខ្លួនខ្ញុំផ្ទាល់ពាក់ព័ន្ធជាមួយនឹង15រួចឃើញខ្មោច 15រយ ឬក៏ពឹសស្ដា5ចប់ឃើញអ្នកមនុស្សនឹងស្ដាប់ឮដូចគ្នាយើងអាចចំណងជើងមួយណាក៏បានដែរពីរហ្នឹង ឥឡូវ ពឹសស្ដា ឲ្យ 5ចប់ ចា មើលឃើញអ្នកមនុស្សនឹងស្ដាប់ឮ អូ ហើយ ខេ មួយទៀត15រួចឃើញខ្មោចខែល្ងិត អូខេឥឡូវចំណងជើង2អាចារ្យភ្លុកមាន2ក្នុងមួយរឿងសាច់ហ្នឹងអាចចំណងជើង2តែចាំមើលយើងស្ដាប់ចប់ចាំយើងបន្ថែមចំណងជើងឲ្យម្នាក់មួយទៀតហើយនឹងបងប្អូនដែលកំពុងទស្សនាគាត់ដាក់ចំណងជើងឲ្យយើងដែរ ហើយរឿងទី2នោះគឺធ្វើមែនលើផ្លូវខ្មោចដើរ ធ្វើមែនលើផ្លូវខ្មោចដើរ លើផ្លូវខ្មោចដើរផ្លូវហ្នឹងគឺខ្មោចដើរហើយជាកិច្ចដំបូងគឺរឿងទី1ដែលខ្ញុំត្រូវចែកម្លែកនោះគឺមានហៅថាផេះធូកនេះយើងធ្វើសម្រាប់ធ្វើពិធីមួយដែលហៅថាបើកភ្នែកបើឃើញខ្មោចយើងត្រូវប្រើ2ឆ្វេងមួយស្ដាំមួយផេះធូកនេះហើយយើងមានម្លូ ក្នុងហ្នឹងមានអីគេខ្លះ មានម្លូហើយនឹងស្លា ស្លាខាងក្នុងចាក់ដាក់កបោឲ្យ អត់ទេបាច់យើងប្រើកបោហើយយើងប្រើតែស្លាហើយម្លូបានហើយម្លូយើងយកចៃអត់យកម្លូទុំឬក៏ស្ងួតឬអីគេយើងសោះតែម្ដងហើយធូបមកសរសៃបានហើយពេលដែលយើងធ្វើគឺថ្ងៃ15រួចនិងថ្ងៃ7រួចប៉ុន្តែយើងធ្វើជ្រើសយកថ្ងៃ7រួចមុនហើយចាំថ្ងៃ15រួចហើយកិច្ចការទាំងអស់នេះគឺខ្ញុំបានដឹងមកអំពីលោកអាចារ្យព្រឹទ្ធាចារ្យលោកអាចារ្យយងជឿនដែលគាត់ជាគ្រូឬក៏ដូចជាលោកអាចារ្យយោគីនិងគឺជាអ្នកភ្លុកជើងចាស់ដែរដែលគាត់បានប្រហាត់ឬក៏បង្រៀនបានប្រាប់របៀបទាំងអស់នេះទី1នោះគឺយើងធ្វើរបៀបកិច្ចការទាំងអស់នេះគឺយើងត្រូវរកឲ្យបានបំផុតគឺម្លូហើយនឹងធុកនេះជាគោលបំផុតសំខាន់បំផុតពេលដែលយើងរកបានហើយគឺយើងត្រូវរកផេះខ្មោចតៃហោងផេះខ្មោចតៃហោងប្រភេទយកពីមេនមក បាទយើងយកពីណាក៏បានដែរឲ្យតែប្រភេទផេះហ្នឹងគឺប្រភេទពពុះតៃហោង ដូចជាចងកគ្រោះថ្នាក់ចរាចរណ៍ឬក៏ស្លាប់ដោយតែហោងប្រភេទអីផ្សេងផ្ទះបាញ់តែអីចឹងណាអញ្ចឹងយើងយកមកយកដាក់ចូលក្នុងនេះដាក់ចូលក្នុងនេះពេលដែលយើងដាក់ចូលក្នុងហ្នឹងហើយយើងដុតធូបប៉ុន្តែហាមកុំឲ្យផេះហ្នឹងធ្លាក់ទៅកន្លែងផ្សេងឲ្យអាផេះធូបបាទផេះធូបហ្នឹងផេះធូបធ្លាក់ចូលក្នុងនេះធ្លាក់ចូលក្នុងនេះនៅពេលដែលវាធ្លាក់ចូលក្នុងហ្នឹងហើយយើងមិនបាច់យកតាណាទេចាំអាមកខាងនេះអស់ហ្នឹងទៀតរហូតដល់ថ្ងៃទី7រួចខែល្ងិតអញ្ចឹងយើងដោះមកយើងដោះវាមកយើងយកអាផេះហ្នឹងគូមកហើយលាបក្នុងភ្នែកយើងហើយនឹងជាមិនម្ដងណាលាបម្ដងបាទលាប2ដងអាឆ្វេងនេះយើងលាប7រួចអាខាងស្ដាំនេះយើងលាប15រួចជំនឿថាម្ដងគ្នាពី7រួចហើយដល់15រួចមកយើងលាបម្ដងទៀតបាទពេលដែលយើងលាប7រួចហើយរងបានម្សិលដល់ថ្ងៃ15រួចយើងលាបមកខាងទៀតខាងណាក៏បានដែរជិះលាបតាណាគ្នាអត់បានទេយើងលាបដល់ពេលដែលយើងលាបហើយធ្លាក់ខ្លួនឈឺហើយលាបហើយធ្លាក់ខ្លួនឈឺអាការៈបាទធ្លាក់ខ្លួនឈឺមិនឈឺវះកាត់វះអីទេអត់ទេលាបបាទចាញ់បាទរបៀបសៀវខ្លួនបាទចាញ់ស្មុកត្រេះអញ្ចឹងណាហ្នឹងហើយដល់ពេលហើយចង់ថាទេបើសិនជាយើងលាបហើយយើងត្រូវទុកអារបស់របរនេះឲ្យដូចដើមវិញកុំឲ្យបាត់អសោះពេលដែលយើងត្រូវរំលាយបើកភ្នែកយើងវិញណាលេងឲ្យឃើញពពួកអាមនុស្សវិញត្រូវបិទវិញត្រូវបិទភ្នែកត្រូវបិទវិញពេលដែលយើងត្រូវបិទវិញយើងត្រូវយកពួកអានេះហ្នឹងយកមកលាបវិញប៉ុន្តែយើងត្រូវដូរថ្ងៃ7កើតនិង15កើតវិញខែភ្លឺខែភ្លឺពេលដែលយើងលាបហើយថ្ងៃ7កើតហ្នឹងគឺយើងលាបហើយមកខាងនេះហើយរហូតដល់ថ្ងៃ15កើតគឺយើងលាបមកខាងទៀតប៉ុន្តែចំណាំពេលដែលយើងទៅធ្វើកិច្ចហ្នឹងគឺយើងត្រូវពាក់អាវខាងខុសដូចពេល50ដែរណាបាទពាក់អាវខាងខុសអត់ឲ្យពាក់អាវខាងត្រូវពោះចំណាំបានពាក់អាវខាងខុសពេលដែលយើងពាក់អាវខាងខុសយើងដោះអាវនឹងវិញដល់ពេលដែលយើងត្រូវបិទភ្នែកវិញយើងពាក់អាវខាងត្រូវវិញហើយទៅកន្លែងហ្នឹងវិញតែហើកន្លែងអត់រើទេនិយាយរួមទៅកន្លែងឧទាហរណ៍ថាយើងយកផេះហ្នឹងអាខ្មោចពពុះខ្មោចតែហោងហ្នឹងយកមកធ្វើកិច្ចពិធីហ្នឹងកន្លែងណាយើងទៅធ្វើកន្លែងហ្នឹងអញ្ចឹងទៅបើឧទាហរណ៍ថាយកមកពីវត្តមច្ឆាវត្តអញ្ចឹងយើងយកពីមច្ឆាវត្តមកយកពីវត្តកទៅវត្តកវិញបាទអញ្ចឹងអត់ឲ្យដូរកន្លែងទៅអីព្រោះអីកាលណាបើយើងធ្វើកិច្ចហ្នឹងហើយគឺកន្លែងហ្នឹងគឺចំណាំទុកហើយចំណាំទុកហើយទៅពេលដែលយើងឃើញបាច់ភ័យស្លន់ស្លោឯងអត់មានអីកាត់ឡើងទេអត់មានអីកាត់ឡើងធ្វើឲ្យយើងឈឺអីវាគ្រាន់តែឃើញធម្មតាទេដូចខ្ញុំអញ្ចឹងលោកអាចារ្យយងជឿនគាត់ឃើញជួយនេះ
អ្នកបញ្ជួយផ្នែកខ្ញុំនេះគាត់ថាបញ្ជួយហ្នឹងគឺឆ្វាក់ជាមួយនឹងពួកអាមនុស្សហើយខ្ញុំធ្វើកិច្ចនេះអាយុ15ឆ្នាំទេ អត់ធ្វើយូរហើយអញ្ចឹ បា ង ទធ្វើយូរអាយុ15ឆ្នាំដោយសារគាត់ត្រូវប្អូនធွာយាយខ្ញុំអញ្ចឹងទៅគាត់ឃើញដូចជាមាននិស្ស័យមួយគាត់ឃើញធ្វើកិច្ចនឹងឲ្យប៉ុន្តែកាលហ្នឹងគាត់ស្លាប់បាត់គាត់ធ្វើឲ្យបានចៃ5ឆ្នាំគឺស្លាប់បាត់ហើយគាត់ស្លាប់យូរដែរហើយគ្រូសាហាវគាត់គ្រូស្ដោះផ្លុំផងគ្រូ ចុះ ខាបលឹងផង ចុះចាភ្លុកនឹកឃើញហ្មងទៅធ្វើអាពិធីបើកភ្នែកហ្នឹង បើតាមពិតទៅយាយខ្ញុំឯងលោកអាចារ្យយងគុណគាត់ថាចៅយាយខ្ញុំមាននិស្ស័យមួយពពួកអស់ហ្នឹង បាទមាននិស្ស័យឲ្យភ្នែកគឺបញ្ជួយនឹងគឺច្បាស់បាទប៉ុន្តែបើសិនជាធ្វើអត់ធ្វើពិធីហ្នឹងទេថ្ងៃណាមួយគឺនេះ ចាំនេះចាំនេះ អានេះ អូ បើថាអត់ធ្វើពិធីហ្នឹងទេថ្ងៃណាមួយបើឃើញខ្លាំងគឺអាចក្នុងធ្វើឲ្យយើងបាត់បង់បាទបើយើងអត់បង់ប៉ុន្តែបើយើងធ្វើពិធីហ្នឹងដូចប្រាប់ចឹងថានេះជានិស្ស័យថានេះជាបនិស្ស័យយើងជាមួយគ្នាចឹងណា ព្រមទទួលយកព្រមលិខិតហ្នឹង បាទគាត់ធ្វើឲ្យតែពេលធ្វើឲ្យពួកអានេះក៏ខ្ញុំអត់ចាំដែរខ្ទេចអស់លីង15ឆ្នាំមកខ្ទេចពេលហ្នឹងយើងរើផ្ទះទៅអស់លីងបាត់ឈឹង ចឹងបាត់លេងកើត បាទក៏ប្រាប់ឲ្យថាបើសិនតែយើងធ្វើអាហ្នឹងហើយយើងត្រូវឲ្យយកអាហ្នឹងមកទុកដូចដើមវិញពេលដែលយើងចង់បិទវិញយើងត្រូវធ្វើថ្ងៃ15កើតទៅថ្ងៃ7កើត តែបងបាត់ពុតវិញទៅ អត់បានបិទទេបានបិទទេបើអស់ហើយហ្នឹងបិទចេះខ្ទេចអស់ អត់អាចជំនួសអីបានទេ អត់ទេអត់ជំនួយបានទេតតែរបស់ដើមមកវិញ ចុះប្រើវិធីផ្សេងអត់បានដែរ បើទីផ្សេងអាហ្នឹងតែមានលោកអាចារ្យទៀតប៉ុន្តែគាត់ថាយើងអត់សូវឆាយជឿបើថាទី1វាស៊ាំជាមួយនឹងពួកហ្នឹងហើយតតែយើងឈឺតតែយើងអារម្មណ៍យើង stress អត់ទៅស្រួលខ្លួនគឺចាប់ដើមមកមកភាកហ្នឹងគឺមកភាកគឺខ្លាំងដែរពេលខ្លះខ្លាំងបាទពេល រៀងខ្លាចដែរពេលមកពេលវា ដូចជាតដល់កូនខ្ញុំដែរកូនខ្ញុំពេលខ្លះឃើញចឹងដែរ យើងមើលអាការៈគាត់បង្ហាញមកយើងដឹង បើតាមពិតទៅអើយគ្នាយើងដែលមានស្មារតីខ្សោយបាច់ទេអ៊ំល្អជាង បើតែការចង់ធ្វើអត់ ចង់អត់ អត់ហងមើលគ្រឿងគាត់មើលមកអស់ ខ្ញុំអត់ទេ សាអី អត់ទេខ្ញុំមានធុញហ្មងអត់ទេ សាបានតែមានអី អត់ទេ ប៉ុន្តែគាត់ថាយើងត្រូវរក្សាទុកបលដើមនេះវិញ ខ្ញុំមានអារម្មណ៍ថាយើងលើសពីមនុស្សធម្មតាដែលយើងឃើញរឿងអីដែលអ្នកផ្សេងអត់ឃើញណា បាទ មានអារម្មណ៍ ចង់និយាយថាចេះពេលយើងធ្វើមិនមែនចេះថាបងធ្វើទៅឃើញទេហើយបងធ្វើទៅឃើញ ដល់មាន ទេ និស្ស័យ បាទ អឺ មិនមែនបើសិនតែយើងធ្វើទៅឃើញទាំងអស់គ្នាយើងធ្វើទៅឃើញអស់គ្នាបាត់ហើយ ដូចរស់នៅពិភពលោកតែមួយមានអីលេងវារឿងធម្មតា បាទហ្នឹងតែតែយើងមានបនិស្ស័យជាមួយនឹងពពួកអស់ហ្នឹងទៅឃើញ នេះដូចក្នុងរឿងក្រែមួយរឿងអេស្លាញហ៎ល្បីមួយយ៉ាង ហ្នឹង ហ្នឹង ហើយ ហើយ អាឡាញងំ ចា អូខេអញ្ចឹងនេះគឺជាអាចារ្យភ្លុកគាត់បានចែកម្លែកការដែលវិធីបើកភ្នែកឲ្យមើលឃើញអមនុស្សឬក៏អីចឹងទៅ ផ្សេងទៀត ណាពពួកអីពពួកអមនុស្សយើងនិយាយចេះពពួកអមនុស្សអញ្ចឹងដូចអ្នកនរគ្នាបានស្ដាប់អញ្ចឹងសម្រាប់ខ្ញុំគឺប្លែកព្រោះខ្ញុំអ្វីដែលធ្លាប់ឮមកគ្រាន់តែ គូកោ គូកម៉ោកែងជើងអីចឹងណា បាទ អាហ្នឹងខ្ញុំអត់ដឹងដែរតែបើសិនជាមានបងប្អូនណាធ្លាប់មានបទពិសោធន៍ទៅបើកភ្នែកដើម្បីឲ្យមើលឃើញអញ្ចឹងជួយ comment ប្រាប់គ្នាយើងឲ្យបានដឹងហងបើសម្រាប់ខ្ញុំស្ដាប់រឿងច្រើនដែរតែអានេះ ថ្មីលើកទី1បាទហើយអានេះគឺគាត់ tip បន្ថែមកដរអារម្មណ៍ចំណេះដឹងទូទៅឯង បើតាមពិតទៅអានេះខ្ញុំអត់ត្រូវចែកម្លែកហ្នឹងដោយសារតែលោកតាអាចារ្យយងជឿនគាត់អត់ឲ្យចែកម្លែកទេទី1ខ្លាចគេធ្វើទៅវាអាចនឹងប៉ះពាល់អារម្មណ៍គេ ចា បាទប៉ុន្តែដោយសារតែវាថ្មីហើយប្លែកហើយឲ្យស្រាវចម្ងល់អស់គ្នាថាមិនក៏ចេះតែឃើញខ្មោចមិនក៏ចេះតែលងក៏អីចឹងឲ្យស្រាវចម្ងល់អស់គ្នាឲ្យមានថាលងតែម្នាក់ហ្នឹងឃើញតែឯងគេអត់ឃើញចឹងណាអញ្ចឹងទៅអញ្ចឹងស្រាវចម្ងល់ហើយបើចង់ធ្វើបានអាចតាក់ទងខ្ញុំធ្វើឲ្យបានប៉ុន្តែគាត់ថាបើសិនជាស្មារតីខ្សោយឬក៏មានបញ្ហាបេះដូងគឺមិនបាច់ឲ្យកុំយល់អត់មិនបាច់ទេ វាអាចនឹងប៉ះពាល់អារម្មណ៍ស្តិបាត់បង់ស្មារតីណាមួយចឹង តន់ បាទ អូខេអញ្ចឹងអ្នកនរគ្នាបានស្ដាប់ច្រើនហើយខ្ញុំគិតថាអ្នកនរគ្នាប្រហែលជាយល់ហើយដោយសារចាភ្លុកគាត់បានបញ្យល់ដោយខ្វះក្បាយដែរចាឥឡូវយើងចូលទៅប្រធានបទយើងវិញតើចាភ្លុកចង់ចែកម្លែកសាច់រឿងមួយណាមុនដែរ រឿងគឺធ្វើមេនលើផ្លូវខ្មោចដើរ អូខេ ហ្នឹង ជើញមក ដំណើរដើមតងនៅសាច់រឿងនេះគឺខ្ញុំបូជានៅខាងសុកធំខេត្តកណ្ដាលយើងហើយពេលដែលបូជានោះគឺបូជាម៉ោង3រសៀលបាទម៉ោង3រសៀលអស់សពខ្ទង់ប្រហែលជាម៉ោង8យប់អញ្ចឹងយើងហើមេន
ហើយជាម៉ោង9ឬក៏ម៉ោង10យប់ដោយសារតែនៅតំបន់ហ្នឹងគេរើស្អឹងម៉ោង9ម៉ោង10យប់តាមតំបន់ទេរើស្អឹងនេះឃើញបងប្អូនយើងលើកcomment ច្រើនថាមិនក៏រើស្អឹងយប់រើស្អឹងព្រឹករើធាតព្រឹករើធាតថ្ងៃអញ្ចឹងណាហើយតាមពិតអានេះគឺវិធីសាស្ត្រនេះគឺរបៀបនេះគឺរបៀបលោកអាចារ្យយោគីគាត់ធ្វើតាមតំបន់រៀងៗខ្លួនយើងមិនអាចថាខុសឬក៏ត្រូវបានឡើយតំបន់សកលធំខ្លះគាត់គឺរើស្អឹងម៉ោង9យប់ បាទម៉ោង9យប់អញ្ចឹងទៅពួកខ្ញុំអ្នកមេននេះអញ្ចឹងយើងមានសិទ្ធិរូបមេនហើយដោយសារតែអស់សពហើយអញ្ចឹងពួកខ្ញុំក៏រូបមេនរូបអីប្លាទៅរហូតដល់ម៉ោង2កដាទៀតម៉ោង2កដាទៀតទើបយើងហើយចប់យើងបន្តដំណើរទៅខេត្តកំពង់ស្ពឺបុជាមកកន្លែងទៀតរហូតដល់យើងបើកឡានទៅដល់ខេត្តកំពង់ស្ពឺប្រហែលជាខ្ទង់ម៉ោង4ព្រឺយើងហ្នឹងអញ្ចឹងយើងអត់ឈប់ទេដោយសារតែពេលដែលយើងឈប់ទៅខ្លាចដេកជ្រុលទៅវាថ្ងៃធ្វើទៅវាក្តៅអញ្ចឹងទៅយើងក៏ ចាប់ដើមធ្វើមែនតាំងពីម៉ោង4ទៅរហូតដល់ម៉ោង8ព្រឹកបានយើងធ្វើហើយសង់ហើយអីចឹងណាបាទសង់ហើយគឺយើងអត់ចាប់អារម្មណ៍ថារឿងសពឬក៏នៅកន្លែងហ្នឹងប៉ះពាលប៉ះអីគេទេអត់ដឹងទេប៉ុន្តែរវាងកន្លែងយើងធ្វើមែនហ្នឹងគឺមានខ្ទមអ្នកតាមួយនៅកន្លែងហ្នឹងហើយដីកន្លែងខ្ទមអ្នកតាគឺជាដីរដ្ឋរបស់រួមអត់ជាកម្មសិទ្ធិរបស់អ្នកណាទេរបស់រួមអញ្ចឹងទៅយើងធ្វើមែនកន្លែងហ្នឹងបានប៉ុន្តែ កន្លែងអ្នកតាគឺអ្នកតាស្រុកធំគេហ្មងហើយអ្នកតាធំនៃរៀនស្រុកអ្នកភូមិអីគេគ្រប់នៅហ្នឹងណាហើយយើងធ្វើមានធ្វើអីយើងក៏បានសុំត្រឹមត្រូវដែរតាមបុណ្យដុតធូបសុំឲ្យពួកខ្ញុំអ្នកមាននេះមេខ្ញុំនេះក៏ទៅសុំត្រឹមត្រូវដែរអត់បថយទេព្រោះអីយើងធ្លាប់ឆ្លងកាត់ច្រើនយើងដឹងច្រើនថារបៀបហ្នឹងវាមិនអញ្ចឹងទៅយើងក៏ចាប់ដើមធ្វើមានធ្វើអីហើយយើងមិនចាប់អារម្មណ៍ថាដីហ្នឹងវាមានបញ្ហាអីហ្នឹងទេប៉ុន្តែធ្វើមានយើងសុខសប្បាយអស់គ្នា អត់មានបញ្ហាអីកាត់ឡើងថាត្រង់ថាកន្លែងហ្នឹងត្រូវឲ្យខូចខាតឬក៏បាច់បាក់អីអីអត់ទេសុខសប្បាយអស់គ្នារហូតដល់ម៉ោង9ឬក៏ម៉ោង10ចិត្តចង្ហាន់ថ្ងៃត្រង់លោកលេសាប់តាមកស្ទុះក្រោយគឺកូនគាត់បកាច់ហ្មងបកាច់នៅគេជៀនក្តាមឈូសកាច់ជឹកហើយខ្ញុំពួកខ្ញុំអ្នកធ្វើមែនដេកហ្នឹងផ្អើលឈុលចេញពីរត់ពីកណាត់មែនចេញហ្មងចេញហើយលេងសាប់តាមកស្ទុះក្រោយលេងគាត់អល់មុខហ្មងពួកឯងអាណាឯងធ្វើមែននៅកន្លែងហ្នឹង មែនចេញអស់ថ្ងៃហ្នឹងថ្ងៃបុណ្យឡើងសាក់អញឲ្យពួកឯងធ្វើនៅកន្លែងហ្នឹងឯងគាត់ទាំងអល់ហ្មងគាត់ទាំងអល់ពឹបឲ្យពួកខ្ញុំមិនមែនឆ្លន់ឆ្លោបឡើយពុកពួងយ៉ាលេងហើយពុកពួងហើយខ្ញុំអត់មាត់ទេហើយមេខ្ញុំគាត់មាត់ចាំមើលទៅមើលអីគេទៀតនិយាយគេទៀតគាត់ថាថ្ងៃហ្នឹងគឺជាថ្ងៃឡើងសាក់គាត់អញ្ចឹងពួកអ្នកតាឬក៏អ្នកតាស្រុកអ្នកតាព្រៃអីគឺមកអស់ចាបាទមកចូលរួមនៅក្នុងកម្មវិធីគាត់ហ្នឹងណា ហើយយើងទៅធ្វើនៅចំនោះបាំងមុខនោះអ្នកតាហ្នឹងហ្មងបាទដីប្រហែលជា7ម៉ែត្រ4ជ្រុងទេ7ម៉ែត្រ4ជ្រុងហើយទីខ្ទមអ្នកតាចំកន្លែងហើយដើមជ្រៃនៅកន្លែងហ្នឹងទៀតដើមជ្រៃធំអញ្ចឹងយើងធ្វើបាំងចិត្តអស់លេងហ្មងតែកាលមុនគឺប្តីគាត់ស្លាប់ហ្នឹងគឺធ្វើហ្នឹងដែរប៉ុន្តែអត់មានបញ្ហាអីទេដោយសារតែអត់ចំថ្ងៃបាទអត់ចំថ្ងៃដែលគេត្រូវធ្វើវិធីអញ្ចឹងណាបាទដល់ពេលហើយគាត់អល់មុខហ្មងថាឲ្យរូចេញបើសិនអត់រូចេញកាច់កកូនឯងគាត់មួយទៀតអូកូនដែលចូលហ្នឹងគឺជាកូនរបស់ម្ចាស់សព បាទកូនចាស់សពហើយសពហ្នឹងគឺសពគាត់តែមានតំណែងមួយអ្នកតាហ្នឹងហ្មងគឺសក់កដាញ់សក់កដាញ់សក់គាត់កដាញ់ហើយប្តីគាត់ស្លាប់បាទហើយនៅតែគាត់ទេអ្នកមានអ្នកមនុស្សមកតាមស្លាប់ស្លោះគ្នាហ្មងម្ចាស់សពស្រីបាទស្រីគាត់ស្រីចាស់ហ្នឹងយុប្រហែលជា8ជាងហើយហ្នឹងអូមកនិយាយហ្នឹងបាទនិយាយគាត់8ជាងហើយដល់ពេលហើយគាត់នឹងអ្នកតាក៏ចូលថាពួកហែងត្រូវរូចេញអត់មានត្រូវបូជាថ្ងៃហ្នឹងថ្ងៃបុណ្យឡើងសាក់អញអញ្ចឹងអត់មានឲ្យញ៉ៃអញនៅហ្នឹងឯង ហូចេញបើសិនជាអត់ហូចេញទេអញនឹងកាច់កកូនឲ្យងាប់ហើយពួកឲ្យដាក់ដើមបនគាត់ទៅបងដើមបនគាត់ហ្នឹងឲ្យពួកខ្ញុំហ្នឹងហូចេញហើយខ្ញុំថាចេះបើសិនជាហូបងឯងរកកន្លែងខ្ញុំដាក់មកពួកអីអត់ត្រូវដាក់ទៅតាមវត្តទេព្រោះវត្តចង់ឲ្យបនកឋិនលោកមិនឲ្យដាក់បងចាបនកឋិនចឹងថ្ងៃសៅរ៍អាទិត្យគឺបនកឋិនហើយអញ្ចឹងលោកអត់ឲ្យដាក់ទេព្រោះខ្លាចប៉ះពាល់ឬក្លិនអីចឹងណាអញ្ចឹងបងឯងត្រូវអើយកន្លែងឲ្យខ្ញុំដាក់គាត់ថាមានដីគាត់មួយកន្លែងប៉ុន្តែដីហ្នឹងគឺដីទុកចោលទេ អត់នៅទេប៉ុន្តែដីនេះគឺមានផ្ទះមានអីត្រឹមត្រូវគាត់មករើពីផ្ទះចាស់គាត់មកនៅកន្លែងផ្ទះថ្មីហ្នឹងរហូតដល់ប្រហែលជាខ្ទង់ប្រហែលជាយូរដែរបង4-5ឆ្នាំដែរតាគាត់រើហ្នឹងយូរហើយហើយខ្ញុំក៏អត់មានចំទាស់ឲ្យគាត់ថាហើយក៏មិនបានសួរថាដីហ្នឹងគឺមានបញ្ហាអីដែរពួកយើងអ្នកមានយើងដឹងថាធ្វើទេគេឲ្យធ្វើកន្លែងណាគឺធ្វើកន្លែងហ្នឹងបាទអត់មានចំទាស់គេកើតទេព្រោះអីគេដើមបនគេជួយើងមកអញ្ចឹងណាហើយយើងក៏ចាប់ដើមរូមែនរូអីប្លាទៅរូទៅ ចូលធម្មតាថ្ងៃក្តៅបងយើងមិនអាចទៅអុយធ្វើភ្លាមបានភ្លាមណាស់តែថ្ងៃក្តៅគឺដៃក្តៅដែរហើយអញ្ចឹងធ្វើហត់ធ្វើឈប់ហ្នឹងស្រាប់តែប្រហែលជាខ្ទង់អាចជាម៉ោង3ឬក៏ម៉ោង4អាសៀលហ្នឹងគឺយើងធ្វើហើយ
hù hai hù ấy những người lang đó chứ tới đó là cái lại thay tới đó lại thay môi quát nó còn vậy ra tha bon ở đây nó cứ đây mọi đờ môi con vậy có phải tha bon ở đây nó cứ đây mọi đờ chẳng bọn anh thương mến bọn anh thầy xong thầm thờ bị đá nó bọn anh mình vậy tha đây mọi đờ máu cứ nhom mặt phơi tê Pi trở lại ngay bà bị bà biết đây ghê lại đấy bà phụ nó việc đá á bây đá tới bằng lời cái trong việc bà phụ nhom nặng mền cái bọn mình phép đá mau thôi ở đây 40% gì nhom phép bong đá bong phơi tê nhưng còn là trường so trường ai hai o ba cho năng hai tele đây tele ai hai o hay năng chẳng dừng chất phơi thôi thòm đá mình hiện chấm toa kia ná ខេឡូវាមិនអីយើងនិយាយចា bà hay cái này trong phơi phèm nè nó mê mê trong đá phèm nè hay dương còn chắp đam phơi thôi chắp tay dương chào ra mua thằng đam chảy mỗi cái cắt bẹt đá đam cắt cháo bạt cắt chào bẹt đá đam hay đặt chừng thúcเลยnăng ហើយវាធំពេកអញ្ចឹងអ្នកគេ យើង កាប់អីចឹង dương ở đằng đây dương nhưng mà đằng này tha một hai đấy bằng cái cặp thông đam không phải cho bắn đằng đam chảy vậy bắn đằng cái cặp bẹt đá đam cái đã chừng thúc được lần rồi đam chảy đó hay te quát á đó bông te bò rán chả bị đám te bò rán nơi chất chừng phun khai phun xưa dương đấy bà te bò rán chẳng tư giờ mình chào ram thằng te cả luôn cái tục chào tụi ấy cũng nạp khung này nó kia đang đây ta nó còn này vì những đại sứ giá là vì mình đôi ở nơi sọc khung dương tam chuồn bọt te chất kia tì vì những đại sứ giá về miên nó tại đại sứ giá là vậy còn chập nam phương bên phương ấy thứ phải chỉ tung mong pearl giúp cái hai màu đòn tiền cái hai sọp màu thử mong vì dương thua mà mát hai màu nằng ôi dương ở trang pê bìa hai dương sọp cho mà cái miên ba bạt đây phải chơi chất mà cái lỗ đầy ba ngày chẳng cái hai màu bài tung mong pearl ấy giúp phụ nhom động biến bọc khóm mong mà đo ti tăng phải chơi mong bầy mong buồn này chẳng dương bọc khóm thua háo chập nhập ấy ta còn bán mũi chứ tao chăm hai hiệp trong một đậm lẹ lo lại hai ban dương chập đá mũi tật bà đợt đây cái hai màu hai chẳng tới thò mà đá bây giờ của xa shop con mình sơi miên trả này hay là cái đó con mình sơi mà không là phúng ấy khi mình sơi trả nó có ba lúc tích khi ta cái bên này bà cái sơi đó đối dương của nặng bên 100 đồng một phẩy 4 màu nghe chẳng có dương hiệp cho hiệp ai hai chứ hiệp cho lo ấy khi nhom nó đứt san pui nấu cá nó xong sọc nó bài chứ hay gì lo hiệp ấy tới đại từ hay về nó bộc buộc rằng tha quạt ơi sọc quạt ơi sọc cả đành lực tìm muối ở đây bố chia party bà lực tìm muối nhưng bộc buộc rằng tha តែប្រហែលពេលណាខ្ញុំសុំសួរតិចមើលយូរនៅ ยูได้បងយូរដែរហើយយើងខ្ទង់ថាជា2021 អូខេអូខេ បាទ2021នេះទេ tâm hai covid chẳng COVID បង con covid បង COVID មួយប៉ុន្តែគាត់ថាពេលហ្នឹងដូចជាមិនតន់ខ្លាំងទេបង អត់តន់ខ្លាំង បាទមិនតន់ខ្លាំងទេដូចជានៅមួយចាក់វាក់សាំងមួយទេហើយយើងក៏ចាប់ដើមរៀបចំរៀបអីទៅធម្មតាអ្នកស្រុកអ្នកភូមិអីគេមិនបានមកដិតដល់ណាហើយយើងនេះទេហើយប៉ុន្តែលោកទេសនៅកន្លែងប៉ុនហ្នឹងឯងបងអត់លោកទេសនៅកន្លែងផ្ទះសពទេដោយសារតែបើសិនគេលោកទេសកន្លែងផ្ទះសពគេទុកសពចោលពួកខ្ញុំណែនៅម្នាក់ឯងអញ្ចឹងវាមិន cái đó cái បាទកដៃហើយពួកយើងធ្លាប់ឡងកាត់ច្រើនអញ្ចឹងអ្នកដើមប៉ុនក៏យកលោកទេសមុនលោកមកទេសនៅកន្លែងប៉ុនហ្នឹងទៅប៉ុនទៅទេសអីហើយទៅរៀបចំតម្លាក់សពបូជាតែម្ដងនៅពេលបែបយើងបូជានោះតម្រៃចាប់ដើមយំដុតក៏ឆេះដែរប៉ុន្តែលក្ខណៈសពគឺមិនជាតោងភ្លើងណាទេអត់ទេឆេះតែកៅអៅគាត់សាច់នៅទាំងអស់សាច់ហើយសក់គាត់រុំខ្លួន តែមុនដំបូងរុំខ្លួនអត់ អត់ទេអត់ដឹងទេប៉ុន្តែគាត់ថាពេលដែលឆេះកៅអៅឆេះស៊ូទៅយើងសពឃើញសក់គាត់រុំនេះលើក្បាលពុះ ចាំមកសក់ មកដុំធំហ្មងសក់មកដុំប៉ុណ្ណឹង កាត់ហើយមែនអត់ឲ្យវែងហ្មង បាទខ្ញុំមិនដឹងថាសក់នឹងកាត់ឬក៏មិនយើងអត់ដឹងយើងមិនតែឆែកឆេះសពណាបងប៉ុន្តែគាត់ថាឃើញសក់គាត់នឹងនៅលើក្បាលពុះគាត់បាទសក់មកដុំធំហ្មងប៉ុណ្ណាណៃគឺឃើញសក់អត់ឆេះទេបងសក់ហ្នឹងដុតអត់ឆេះទេហើយពួកខ្ញុំណាពេលដែលយើងបូជាបូហើយកូនចៅគេក៏មិនបានទៅយាមអីដែរគេទៅផ្ទះយើងខ្លួនទៅនៅតែពួកខ្ញុំ5នាក់នៅហ្នឹងហើយខ្ញុំអ្នកមើលសពអ្នកបូជាបន្តដៃតែម្ដងហើយមេខ្ញុំនោះពួកគាត់ដេករៀងខ្លួននេះខ្ញុំនៅដេកនៅក្នុងមេនហើយពួកគាត់ទៅចងនៅក្រោមផ្ទះមួយដែលទុកចោលនៅគេហ្នឹងនៅគេដើមជ្រៃហ្នឹងបាទចងផ្ទះនៅហ្នឹងនៅពេលដែលគ្នាខ្ញុំនៅចងសក់លឺសលេងអតេកូបងអតេកូបទឹកគូខ្លាំងកឹងបាក់តុងមកជាម៉ោង10មិន10យប់បាទ10មិន10យប់ហើយខ្ញុំឆ្ងល់ថាចេះដាច់សញ្ញាហើយសម័យហ្នឹងហើយគឺនៅមានអតេកូទៀតខ្ញុំឆ្ងល់មែនតើគឺនៅមានអតេកូដើរខ្លាំងកឹងហើយអតេកូហ្នឹងគឺខុសគេទៀតអតេកូពេលដែលវាដើរមកទីចឹងឈប់ចឹងទៅ
lư tiệt này căng lư căng លើសលេងបដិញតិចតិច bà lư mỏng lư hay kia nhau mà nó lấy nó tha người anh mà máy vậy thế anh mi mà máy gì người nó mi mà gì hãy mới kiếp tê đăng này tê mấy hay đáp không môi con vậy tha play nó cứ gì play không nào chắc người nó là cạn là này người nó là cạn là hay kia nhau nó cái tha lấy bạn vậy chẳng bạn xong sai chẳng bọn người anh tư cho ngưỡng để thòm ta 20 sọp thòm là anh nhóm đây là lượt tê năng mà tu khôi phải chưa mau pin đọc tu mau mong tu mau pin tranh nhạc tê năng bổng tê năng Tuổi kia bông tuổi kia. đi tu tranh mau mong nó bây giờ tu tranh mau mong đừng mà giật tê năng sao tầm linh cùng viên Hả? sao tầm linh cùng viên mong hót lên là lượt tê năng pin mong Thế tại đây tục trao nó. bạn ở đây tóc cháo sao tầm linh cùng viên tê năng vì cho người ta trẻ lưu không anh lại nê lên và lại nê lên hay biết xong sai gì về sang cái lô về đặt cá tới cái lô sao bắt được mình lùm lấy mày nhá nè bà về xong sai đâu về đặt cá chơi lùm lấy họ chơi đầu tiên nó bỏ đung đầu tiên cái đa chẳng còn đa chẳng hay con tay còn ta khổ sẽ bình piềng hay đây là nó té con nó cứ xa chạy mình mày đi bông à luôn sao đi snap bao chẳng đi snap bao chẳng hay khi nào nhóm stu mau pop thằng đi người đấy mình lùm lấy không anh ơi sai vô mật thà anh lưới đây anh còn là lùm lấy tay cổ lùm lấy tay cổ anh nhóm lùm lấy giải dùng đi công viên này đang đi công viên này vào đi công viên đen nên nhóm nẹt tiền vì nó đây kiến rằng việc chẳng hạn thay việc đây nhang hai viên mình tại cầm đo lấy mua tiền và việc đo nhiều bên nó mua tiền việc cầm đo nó kiến đó con trai lại giặc lại đam cháy lại nhóm cháy á cứ phế hòm hoặc pan nan này ba bông bao nó sợ là thứ họ mặc lại cắt côn lắm nên là nó hòm bông đây là pan cổ mòn hòm nó biết tích khủ mấy chứ bông Sẽ vẽ mình đẹp bông. Khủ ở đây liệp vẽ mình dương mình thưa sao bác hiểu khmai tay có con sò chương khơi là thầm này mà đang tháp phế đứa cô ấy xây bàn tay hòm nữa lại cô đam cháy lại cái cắt đá đó và việc con nó hòm nó họ lơ cổ chơi nè bà bạn nó hòm lơ cổ chơi nó hòm là nhai hòm nó cái điều nhom nó phơi slon sáo có đế nó không mền mình đây là không mền mình anh em tha trẻ vài tha bằng bắn bảy quẩy khai bằng bắn ngày hai đám 4 cái máu mà chui cái đó cái này cụ ấyนี่យើងមាន5នាក់ទេបើសិនជាយើងនៅទុកចឹងទៀតហើយសອບអត់តន់ឆេះទៀតឯងដឹងតែមកយប់ទៀតហើយដឹងមកយប់ដូចលើកមុនចឹងលើកមុន7 10ម៉ោងមកបូជាឆេះ7 10ម៉ោងចឹងខ្លាចតាម7 10ម៉ោងមកទៀតយើងក៏ទៅហៅដើមបុនគេមកដើមបុនគេអត់មកទេបងបើយើងប្រាប់គេថាលងគេមិនមកហ្នឹងហើយត្រូវហើយបាទយើងប្រាប់គេថាលងបងអើយលងលេងខ្លាំងបងផ្ទះបងឯងសិតតែលេងកងវាលលេងខ្លាំងអត់ទេបងខ្ញុំចូលរវល់លើបុនសອບនេះហើយផ្ទះបុនសອບមានណាមើលរោងមើលអីមើលចានមើលឆ្នាំងទេចឹងបើឯងជួយកដោទៅឲ្យដុតធុកប្រាប់ជំនាញផ្ទះជំនាញអីទៅហើយបើសិនជាផ្ទះទុកចោលរាប់ឆ្នាំបងមានជំនាញណានៅទៀតហ្នឹងហើយត្រូវហើយគេទៅផ្ទះទុកចោលរាប់ឆ្នាំមានជំនាញណានៅទៀតខ្ញុំក៏អត់អស់ចិត្តសង្ស័យក៏អត់ដេកឯនៅចាំមើលបាក់ខ្ទង់ម៉ោងប្រហែលជាមួយកន្លះហើយហ្នឹងនៅចាំមើលពើដាក់កាហ្មងចាំមើលចង់ដឹងមើលតើវាមានអីកាត់ឡើងទៀតផ្ទះហ្នឹងបងអើយមួយអង្គុយលើដៃកាំឡាមូលក្បាលគ្នាហ៎មួយក្មេងៗលេងកងវាលរបស់វានឹងបហូតចុះកាំឡាយើងមានដៃហ្នឹងហើយបាទវាបហូតមកវាបហូតដល់កន្លែងកឹបមុខកាំឡាហ្នឹងវាអង្គុយមូលក្បាលគ្នាចេះវាអង្គុយមូលចេះវាអង្គុយមូលក្បាលមកក្រួយមូលដូចតុក្កតាបាប៊ីកូនក្មេងជួយចិត្តលេងបវលទៅបវលមកបាទវាអង្គុយចឹងវាអង្គុយមូលក្បាលចឹងហើយមួយទៀតដំទីងក្បាលចូលក្រោមវាតាមជ្រៃវាមិនមែនយើងធម្មតាតែពីយើងឡើងក្បាលឡើងលើតែអានេះអត់ទេណាអានេះចុះពីចុះមកវិញវាក្បាលមកក្រោមវាក្បាលចុះក្រោមដូចជីងចក់ចឹងបាទហ្នឹងដូចជីងចក់ចឹងវាម្លាក់ក្បាលចុះក្រោមហើយមើលមកយើងសើចស្ញាញ់ហ្មងសើចប្រហែលប៉ុណ្ណាពេលឃើញទូចបងទូចហ៎ប៉ុណ្ណេះពូពូនេះហើយវាមានមេក្មេងវាបងមានមេបាទមានមេក្មេងចាំមើលបងមេក្មេងពុកម្លេងកងវានេះគឺមានមេក្មេងវាគឺមិនតែធំហ្មងនេះមកល្មមប៉ុន្តែបើសិនជាយើងដឹងថាវានៅកន្លែងហ្នឹងហើយវាប្រាប់ហើយកន្លះខ្លួនចេញអត់ឲ្យនៅមួយពួកឲ្យមនុស្សឃើញអីទៀតទេវាប្រាប់ហើយអញ្ចឹងទៅពួកយើងក៏ស្លន់ស្លោគ្រប់គ្នាបងអើយភ័យឃើញទាំងអស់គ្នាបង5នាក់ឃើញ5នាក់ប៉ុន្តែនោះអត់ហ៊ានចាញ់ក្រៅមេនទេឲ្យវាហ៊ានចាញ់5នាក់ដោយសារវាធ្លាប់ម្ដងដែរកាលហ្នឹងស្រោចទឹកពលវត្តបងវាធ្លាប់មកវាហ៊ានចាញ់ក្រៅមេនបងញ័រតាត់មកហើយខ្ញុំនេះបូជាសពបលាអីបលាធម្មតាសពបូជាឆេះយើងពិបាកហើយនៅឆ្ងាយទៀតដឹងថាយកអូណាអីណាកាច់អាឈើយើងតូចប៉ុណ្ណឹងកដៃចេះញុកចូលហើយដាក់យកកង់ឡានកង់តូដែលនៅលើឡាននៅសល់យើងកលដៃចេះបោះចូលលើបងសក់អត់ឆេះទេសក់គាត់អត់ឆេះនៅទាំងអស់បងសក់គាត់តែដល់ពេលសពមនុស្សមិនដែរ
sập đốt cháy bàn tay còn là pháo bê dù sập quạt đốt cháy តែសក់អត់ហ្មង sọ cháy នៅដូចដើម nơi អត់ roll អត់អីហ៎ không ở cháy còn là về cháy hổ là hổ kiện kiến bàn tay rồi quê không ở cháy chặt phê mấy cái đó có cháy này sọ nằng là sao tại quạt can khổ អឺ lúc giấy quạt can khổ đang cùi cái quạt đó tẹt tô chầm môi một lúc nè ta này cứ lọp luôn nia bạn đại hàng ca đó thằng anh ឆ្លោះគ្នាមួយអ្នកតាវិញ bạn còn luôn nia lọp luôn một nè ta đó sao tại nè ta về là châu đó cứ đẹp hay tha ai hở bên tranh អូចាំបានហើយតែអញ្ចឹងកាច់តង្កូនទៀតចឹងមានន័យថា បាទ ធ្លាប់កាច់ម៉ែហើយ បាទធ្លាប់កាច់មកដីហ្នឹងដីលើខ្មោចដើរទេតាមពិតមុនដំបូងគ្រួសារគាត់នៅលើដីហ្នឹងគ្រួសារគាត់នៅលើដីហ្នឹងពេលដែលលើដីហ្នឹងគឺស្លាប់ម្ដងម្នាក់បងប្អូនគាត់ ហ្នឹងហើយ បាទស្លាប់ម្ដងម្នាក់គាត់ក៏សង្ស័យគាត់ដល់គ្រូមើលគាត់ថាគ្រូមើលផ្ទះហ្នឹងគឺធ្វើលើកន្លែងដីគេដើរហើយដីខ្មោចដើរអញ្ចឹងក៏ពួកគាត់រើទីនៅមកនៅគៀនបងប្អូនគាត់វិញប៉ុន្តែបងដីបងប្អូនគាត់ហ្នឹងគឺមានអ្នកតានៅកន្លែងហ្នឹង អូ បាទមាន អ អ្នក ធិ តា ស្ឋានបងសុំកាត់តិចដីខ្មោចដើរហ្នឹងដីហ្នឹងមានន័យថាម៉េចព្រោះខ្ញុំអត់យល់ពាក្យថាដីខ្មោចដើរ ដីខ្មោចដើរគឺពពួកវិញ្ញាណដើរបងដើរផ្លូវគេដូចផ្លូវយើងដើរធម្មតាអញ្ចឹងផ្លូវជាតិផ្លូវអីយើងជិះអញ្ចឹងប៉ុន្តែគេផ្សេងគេមានផ្លូវគេដើរអញ្ចឹង គេមានផ្លូវរបស់គេ បាទផ្លូវរបស់គេហ្នឹងគឺបកម្មសិទ្ធិរបស់ពពួកហ្នឹងហ្មងគឺដើរចេញចូលយប់អីគឺដើរចេញចូល ច្រ តាម ក ហ្នឹង ទ្វារខ្មោចអី បា ចឹ ទ ង បាទ ទៅ ហ្នឹងគេដើរហ្នឹងប៉ុន្តែបើយើងធ្វើតេស្តលើហ្នឹងទី1ពេលខ្លះពេលដែលយើងធ្វើទៅសួយជួនកាលរស់ស៊ីមានបានទេអត់ឡើងទេជួនកាលបើទៅធ្វើទៅចំហ្មងអាចនឹងស្លាប់តគ្នា អឺ បាទលើដីខ្មោចដើរនឹងស្លាប់តគ្នាហើយគ្នាខ្ញុំដែរបូជាគាត់តែបូជាទៅយើងក៏វាមិនបានទៅដោតរឿងអារម្មណ៍ហ្នឹងព្រោះយើងធ្លាប់ជួបអីអស់ទេហើយ អឺ បាទជួបច្រើនហើយយើងក៏បូជាសត្វតែបូជាយើងឃើញសមោស្ទងនៅគៀមផ្ទះហ្នឹងអង្គុយនៅអាមុខកាមេរ៉ាហ្នឹងគឺដូចយាយហ្នឹងចឹងដូចយាយហ្នឹងនៅកាមេរ៉ាហ្នឹងហើយគ្នាខ្ញុំឃើញមិនមែនខ្ញុំអ្នកឃើញទេគ្នាខ្ញុំអាលៃវាឃើញទេថងរីហើយឃើញដូចជាស្ទងហើយមិនបាច់ប្លាចអញទេព្រោះអញគ្នាយើងឃើញទាំងអស់ហើយមិនបាច់ប្លាចទេប្លាចអីបាច់ប្លាចទេហើយខ្ញុំនេះជាយាមនិយាយប្លុកគាត់ប៉ុន្តែបុកពុះហើយបុកពុះភឹបមិនថាអត់ខ្លាចទេខ្លាចខ្លាំងបងញ័រខ្លួនដែរហ្នឹងមិនធម្មតាណារឿងលងចឹងហើយដើមបុនដើមអីក៏មិនទៅជាអវិវលមួយយើងដែរអត់អវិវលមួយយើងទេដើមបុនគាត់ហ្នឹងគឺរបៀបទុកយើងចោលហ្មងទុកយើងចោលដល់ពេលយើងទៅទុកយើងចោលទៅយើងដាក់មានគិតតែបូជាទៅពេលព្រឹកលឹមឡើងបានគាត់បូជាឆេះប៉ុន្តែសក់អត់ឆេះធ្វើអីក៏ចេញដែរបងសក់ហ្នឹង តើថាបូជាហើយមកស្អាតហើយតែសក់នៅដដែល សក់នៅដដែលបងសក់គាត់ រោលតិចចឹងទៅ ឆេះធ្វើមកលាក្បាលកន្លែងត្រង់នេះសក់គាត់ត្រង់ចេះត្រង់មកដល់ត្រឹមកនេះបង អឺបានដាញ់ បាទត្រង់មកដល់ត្រឹមកបាទដល់ពេលដល់ត្រឹមកនឹងទៅក្រោមវាគួនចូលគ្នា យល់ បាទគួនទៅពេលគួនចូលគ្នាដល់វាវែងពេកដាក់ទៅវាកលមួយខ្នងចឹងក៏ពតមួយហើយពោះលើ ណ ពោះទៅ យល់ បាទពតមួយលើពោះនឹងដល់ពេលពតមួយលើពោះពេលយើងបូជាទៅគឺអត់ឆេះទេសក់ហ្នឹងនោះ ចុងក្រោយពេលបូជាហើយពេលសក់អត់ឆេះចឹងបងក៏យកសក់អង្គណាដែរប្រគល់ជូនទៅគេវិញ បកគោលជូនគេវិញបង សក់ហ្នឹងគឺយើងធ្វើអត់បែកទេដោយសារតែទី1ប្រហែលជាអាចមកពីគ្រូព្រោះនៅភូមិខ្ញុំក៏មានមួយដែរគាត់ស្លាប់គឺបញ្ចុះគាត់អត់បូជាទេដោយសារអីទី1ខ្លាចបូជាអត់ឆេះហើយមួយទៀតគ្រូគឺតំណងគេឲ្យបូជាមិនគឺយើងអត់ដឹងដែរប៉ុន្តែសក់ហ្នឹងពេលដែលបូជាគឺអត់ឆេះទេនៅទាំងអស់ អញ្ចឹងយើងឲ្យគេវិញហ្នឹងឲ្យណាគេ ឲ្យគ្រួសារសពវិញគ្រួសារសពក៏សុំវិញគាត់ថាបើថាបូជាអត់ឆេះទេសុំវិញហ្នឹងសុំយកបញ្ចុះវិញណាដាក់កប់ដាក់អីចឹងណាហើយគ្នាគាត់គ្រួសារសាច់គាត់ហ្នឹងគឺយកវិញទៅធ្វើពិធីផ្សេងទៀតទៅគេជាអាចបញ្ចុះឬក៏មិនទៀតយើងអត់ដឹងណាឬក៏កាត់អង្គទុកចឹងណាប៉ុន្តែសពហ្នឹងគឺបូជាឆេងអស់អត់ទៅសក់ទេបាទអត់ទៅសក់ទេសពហ្នឹង ចុះមានដឹងថាពេលដែលយើងឲ្យសក់គាត់វិញតើវាមានហេតុការណ៍អីផ្សេងទៀតឬក៏មានដឹងតំណអីថែមទៀតអត់ ខ្ញុំអត់ដឹងពេលហ្នឹងពេលដែលយើង ចប់ការងារ បាទឲ្យចោលយើងការងារយើងទៅបន្តទៅមករោងទៀតចឹងណា ហើយយើងក៏មិនបានទៅសួរដេញដោលឲ្យគាត់ដែរប៉ុន្តែគាត់ថាយើងដឹងថាកន្លែងហ្នឹងគឺជាបទពិសោធន៍មួយគឺធ្វើមែនគេខ្ទមអ្នកតាហើយនឹងផ្លូវខ្មោចដើរនេះគឺអត់បានទេ តែបងមានដឹងសាច់រឿងគាត់ឆ្លោះគ្នាមួយអ្នកតា អត់ដឹងទេប៉ុន្តែគាត់ តោះ ថា កាត់គ្នារឿងអីហ៎ ប្រហែលជាយាយហ្នឹងគាត់ចេះគ្រូបាទគាត់ចេះគ្រូទៅប្រឆាំងជាមួយនឹងអ្នកតាអញ្ចឹងណាបាទដល់ពេលដែលគាត់ប្រឆាំងមួយអ្នកតាទៅពេលដែលស្លាប់ទៅវាអាចវិញ្ញាណវាប៉ះជាមួយនឹងអ្នកតាហើយព្រោះយើងមើលឃើញទេប៉ុន្តែគាត់ថាបងក្មួយគាត់គឺចូលគឺអល់មុខគេឯងហ្មងឲ្យរើមានចេញឲ្យឆាប់ហើយគ្នាខ្ញុំនេះភ័យបងភ័យដែរមិនធម្មតាណាឲ្យរើមានហើយធ្វើហើយហ្នឹងមួយទឹកហើយអីអស់ហើយឲ្យរើមានហើយយើងមិនរើមានតាមគាត់ដែរគាត់រើមានកាច់កូនងាប់ទៀត
ក៏ពេលកាច់កូនងាប់ទៀតវាមានបញ្ហាធំទៀតអត់រៀលដាល់ឡើយអញ្ចឹងយើងក៏នេះទៅធ្វើតាមគាត់ទៅទៅធ្វើតាមគាត់ចំអាដីខ្មោចដើរហ្នឹងវាអញ្ចឹងឡើយ ចា ចុះពេលដែលលោកយាយគាត់បានបាត់បង់ជីវិតហ្នឹងដោយសារឯចាស់ជរាឬមួយក៏យ៉ាងម៉េចដែរ តែត្រង់ហ្នឹងគឺខ្ញុំអត់ដឹងច្បាស់ដែរថាយើងអត់ហ៊ាននិយាយឬក៏មានបញ្ហាអីហើយនិយាយទៅខុសគ្រួសារគាត់អញ្ចឹងណាប៉ុន្តែក្នុងសាច់រឿងនេះគ្រួសារគាត់អាចចូល comment បានបើសិនជាខ្ញុំនិយាយទៅខុសឬក៏ពលិ លើ អី លួអី បាទលើលួអីអាចចូល comment ប៉ុន្តែសាច់រឿងគឺមានក្មួយគាត់ដែលខ្ញុំត្រូវតែទៅឲ្យមកយាមសព ចា ឲ្យមកយាមមួយខ្ញុំដែរអញ្ចឹងបើសិនជាឃើញសាច់រឿងដែលខ្ញុំនិយាយហើយបងអាចចូល comment បានអត់អីទេចូល comment បាន ចាអូខេនេះជាសាច់រឿងទី1របស់បងអាចារ្យភ្លុកថៃឯងបង បាទ ចាហើយមិនដែរបងអធិការ អូខេនេះគឺជាសាច់រឿងទី1ដែលចាស់ភ្លុកគាត់បានចែកម្លែកហើយបើចំណងជើងដូចចាស់ភ្លុកគាត់បាននិយាយមុនហ្នឹងអញ្ចឹងមុនហ្នឹងអីគេខ្លះពីរមិញហ៎ ពីមិនជាថ្ងៃ15ពេលខ្មោចហើយនឹងថ្ងៃស្ដារ5ចប់ឃើញអាមនុស្សហើយមួយទៀតធ្វើមែនសង់លើផ្លូវខ្មោចដែរ ធ្វើមែនសង់លើផ្លូវខ្មោចដែរចុះចារិនបើជាចារិនដាក់ចំណងជើងអីសម្រាប់សាច់រឿងទី1យើង កំហឹងអ្នកតាជាមួយនឹងម៉ាក់យាយសក់ឡើង ព្រោះដោយសារតែដើមហេតុនេះរឿងនេះគេក៏មានគីឲ្យយើង ដាក់ ដែរ ចំនួនហ្មងចំនួន បើខ្ញុំវិញដើមអីគេមិញ ដើមឆៃ ដើមជ្រៃគោលដើមជ្រៃ គោលដើមជ្រៃតែសម្រាប់បងអាចារ្យភ្លុកធ្វើមែនលើផ្លូវខ្មោចដែរ ព្រោះអីវាពាក់ព័ន្ធជាមួយនឹងពីរចំណុចទី1កន្លែងអ្នកតាចំទី2លើផ្លូវដែលខ្មោចដើរតែម្ដងហើយផ្លូវដែលប្រវត្តិដែលខ្មោចខ្មោចដើរហ្នឹងគឺដោយសារតែពួកគាត់រើទីលំនៅគាត់ស្លាប់តគ្នាហ្នឹង ហើយគ្រូមើលអីទៅគេថាផ្លូវខ្មោចដើរអញ្ចឹងបានទុកអាផ្ទះហ្នឹងចោលទៅបើសិនជាយកអាផ្ទះហ្នឹងមកទៀតក៏មានបញ្ហាដែរព្រោះអីធ្វើចំលើកន្លែងគេហើយហ្នឹង តាន់ បាទ អូខេចុះចំពោះអ្នកទាំងអស់គ្នាវិញចង់ដាក់សាច់រឿងនេះចំណងជើងអីដែរជាពិសេសអ្នកដែលកំពុងទស្សនាតាមរយៈ YouTube Channel Smart Asita កុំភ្លេច comment ចំណងជើងដែលអ្នកទាំងអស់គ្នាចង់បានខេឡូចង់យកទៅថតកុនអីយើងមានចំណងជើងស្រាប់ហើយឥឡូវយើងកុំឲ្យខាតពេលយូរយើងចូលទៅសាច់រឿងទី2តែម្ដង ចឹងមុនពេលដែលយើងបន្តទៅសាច់រឿងទី2ខ្ញុំសូមសតឲ្យការ promotion របស់ Smart មួយ បងទាំងអស់គ្នាមានដឹងអត់ថាពេលបងបញ្ចូលលុយចាប់ពី$1ឡើងទៅបងទាំងអស់គ្នានឹងមានឱកាសចាប់រង្វាន់ជាមួយនឹង Smart ហើយសម្រាប់ promotion Smart លើកនេះគឺជា promotion top up to win ចាបងទាំងអស់គ្នាគ្រាន់តែបញ្ចូលទឹកប្រាក់ចាប់ដើមពី$1ឡើងទៅបងទាំងអស់គ្នានឹងមានឱកាសចាប់រង្វាន់សម្រាប់រង្វាន់វិញគឺធំខ្លាំងមែនតើ Smart លើកនេះលេងខ្លាំងណាស់បងទាំងអស់គ្នាគឺដាក់ condo មួយ unit ផ្ទាល់តែម្ដងគឺជាគម្រោង The Star Polaris 23អភិវឌ្ឍពេញហួតហើយអត់ទាន់អស់ទេបងប្អូនទាំងអស់គ្នានៅមានរថយន្ត BYD និងរង្វាន់ជាច្រើនទៀតហើយសម្រាប់ថ្ងៃផុតកំណត់ចាប់រង្វាន់បងប្អូនទាំងអស់គ្នាកុំភ្លេចតាមដានជាមួយនឹង Page Smart Asita ថ្ងៃទី31ខែធ្នូ2025អូខេ ហើយអ្វីដែលកាន់តែពិសេសកុំភ្លេចចូលទៅ like វីដេអូហ្នឹងហើយនឹង subscribe នៅលើ channel Smart Asita ទាំងអស់គ្នាដើម្បីទទួលបានព័ត៌មានបន្ថែមក៏ដូចជាតាមដានទស្សនាកម្មវិធីតុកភ្លឺ background ងងឹតឥឡូវមិនឲ្យខាត់ពេលយូរត្រឡប់មកជួបជាមួយនឹងអាចារ្យភ្លុកវិញជាមួយនឹងសាច់រឿងទី2 ផ្លេចចំណងជើងទៀត ចំណងជើងភ្លេចហើយចាំឲ្យគ្នាយើង comment ប្រាប់ប៉ុន្តែខ្ញុំចង់ប្រាប់អ្នកនរគ្នាមួយទៀតភ្លេចប្រាប់ម៉ោង 6:35 នាទីម៉ោង 6:35 នាទីហើយឥឡូវនេះសូចាភ្លុកគាត់ស្នើសុំថតក្រោយគេអញ្ចឹងថតក្រោយគេដល់ពេលយើងខានថតយូរវារៀងយឺតយ៉ាវដែរណាអញ្ចឹងអ្នកនរគ្នាមើលមកប្រហែលជាភ្លើងពណ៌អីប្រហែលជាផ្លាស់ប្ដូរច្រើន ហ្នឹងហើយ ដាក់ ហើ មើ យ លទៀតបើកថ្ងៃហ្មង ហ្នឹងហើយ ក៏សូមអធិស្ឋានដល់បងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនទាំងអស់គ្នាមើលទៅកាន់ពួកខ្ញុំ3នាក់រៀងធ្លាក់ភ្នែកឬក៏ energy ពួកខ្ញុំអត់សូវ boost ឡើងអញ្ចឹងណា គឺមូលហេតុពួកខ្ញុំធ្វើការថតនេះប្រហែលជាចូល12ម៉ោងហើយព្រោះអីយើងមកសេតតាំងពីម៉ោង6កន្លះដូចគ្នាអញ្ចឹងសូមអធិស្ឋានបងប្អូនទាំងអស់គ្នាផងហើយពួកយើងអត់ចង់ធ្លាក់ភ្នែកអញ្ចឹងទេដោយសារតែវាជា episode ដំបូងរបស់ season ទី5របស់ពួកយើងអញ្ចឹងកុំឲ្យខាត់ពេលយូរចូលដល់សាច់រឿងទី2 សាច់រឿងទី2យើង ចា បាទសាច់រឿងទី2ខ្ញុំគឺបូជានៅខាងកោះធំដូចមុនដែរប៉ុន្តែយើងឆ្លងចូលកំពង់ស្ពឺប៉ុន្តែនេះអត់ទេគឺយើងតែម្ដង បាទ ថ្ងៃមួយគឺខ្ញុំបូជានៅខាងស្រុកកោះធំយើងអត់ដឹងថាទីឃ្លានៅតំបន់ហ្នឹងគឺមានពពួកក្មេងនឹងទឹកទេចឹងថាពពួកមនុស្សដាក់ខ្មោចទឹកដែលវាជើងកប ជើងកប បាទជើងកបហៅថាជើងកបយើងអត់ដឹងទេហើយសពបើមើលបូជានេះគឺសពធម្មតាទេបាទអត់មានសពអីពាក់ព័ន្ធជាមួយនឹងអីផ្សេងទេគឺសពយើងបូជាធម្មតាតានៅពេលនោះគឺយើងធ្វើមានធ្វើអីហើយទៅយើងក៏ចាប់ដើមរៀបចំនៅចាំតាពេលវេលាដែលត្រូវយើងហៅសពឡើងឯង
សពឡើងគឺម៉ោង12ថ្ងៃត្រង់នៅពេលដែលលោកឆាន់ត្រង់ហើយគឺយើងចាប់ដើមហែបងប្អូនយើងទុកឲ្យយើងសពក្លិនហ្នឹងសពនេះក្លិនអញ្ចឹងសពហ្នឹងគឺសពលងទឹកទេសពហ្នឹងបាទក្លិនទៅពេលហើយយើងក៏រៀបចំរៀបអីហើយទៅជាធម្មតាយើងអ្នកមានយើងដឹងអាសពក្លិនហើយយើងឲ្យអ្នកដាំបនដាំអីទិញដូងឬក៏ស្លឹកតើយឬក៏អីរបស់អីផ្សេងទៀតដែលវាអាចនឹងទុកក្លិនបានទុកក្លិនបានបណ្ដាអញ្ចឹងណាអញ្ចឹងយកឲ្យដាំបនដាំអីហ្នឹងទៅក៏ទិញដូងទិញអីទៅស្លឹកតើយឬមានស្លឹកតើយដាក់ស្លឹកតើយក៏បានមានដូងទុំដាក់ដូងទុំបានដែរប៉ុន្តែត្រូវពុះយកទឹកចេញអត់ដាក់ទឹកចេញវាសើមបាទខ្ញុំក៏រៀបចំរៀបអីរទៅរហូតដល់បូជាម៉ោង7កន្លះយើងបូជាអស់ហើយក៏រើឆ្អឹងម៉ោង12យប់នៅពេលដែលយើងរើឆ្អឹងម៉ោង12យប់យើងចាប់ដើមរើមេនហើយរើឆ្អឹងហើយអស់ហើយយើងរើមេនចុះខាងសក់ធំដូចខ្ញុំលើកខាងដើមអញ្ចឹងថាអត់ទៀងទេរឿងរើឆ្អឹងនេះជួនកាលយប់ជួនកាលព្រឹកជួនកាលថ្ងៃរះអញ្ចឹងទៅអត់ទៀងទៀតតាមតំបន់ទេអាហ្នឹងយើងក៏ចាប់ដើមរូមេនឹងអីច្បាក់ខ្ទង់ម៉ោង2ខ្ញុំឃើញក្មេងដើរលើផ្លូវដើរលាកខោកាឡាតែឃើញត្រឹមកូនខ្មៅក្រឹលខ្មៅហ្មងម៉ោង12យប់បាទអត់ទេមិនមែនម៉ោង2យប់ម៉ោង2យប់បងរឿងមេហ្នឹងខ្ញុំភីងខ្ញុំ TikTok ខ្ញុំឥឡូវគេហ្នឹងបងគឺខ្ញុំឃើញក្មេងដើរបងអត់ចាប់អារម្មណ៍ថាក្មេងដើរកាឡូមានឆ្កែអីព្រោះខ្មៅបងបាទខ្មៅហើយឆ្កែលូមែនតើលូខ្លាំងកោះខ្លាំងកោះដូចថាខ្ញុំបារម្ភថាដឹងបងដឹងមុនថាអូដឹងមកលេងអាហ្នឹងដឹងមកលេងព្រោះអីនៅតំបន់ហ្នឹងគឺខ្ញុំធ្លាប់បូជា 4-5 ដងហើយបូជា 4-5 ដងគឺកន្លែងហ្នឹងគឺកន្លែងជើងកបខ្លាំងហើយបូជាសពលងទឹកទៀតហើយប៉ងម្នាក់ប្រាប់ខ្ញុំដែរថាប្រហែលខែមុនគឺមានក្មេងលងទឹកនៅកន្លែងហ្នឹងបាទអូខ្ញុំសង្ស័យអញប្រហែលជាហ្នឹងអញ្ចឹងបើគាត់និយាយថាក្មេងលងទឹកអីហ្នឹងមានអាហ្នឹងហើយវាដើរយំហ្មងវាដើរយំដូចឃ្លាននំអញ្ចឹងបងវាយំយូរក៏លួចឡើងលើមែននេះគេហ៎យំយូរក៏លួចឡើងលើខ្ញុំគ្នាខ្ញុំអាកែវវាថាចេះរីលឺអត់ខ្ញុំលឺដែរលឺអត់ហើយគេមេខ្ញុំថាខ្ញុំអត់លឺទេរេលឺទៅធ្វើការធម្មតាខ្ញុំក៏អត់សង្ស័យខ្ញុំក៏តែងទូរស័ព្ទថតឡើងឡៃស្ពានហ្នឹងប៉ុន្តែគាត់ថាយើងទូរស័ព្ទយើងមិនថតខ្មោចណាបានបងជួនកាលស៊ូមទៅវាមិនទៅឃើញព្រោះវាងឹតទៅបងតែថតខ្លួនឯងចង់ឃើញហ៎បាទប៉ុន្តែវាឈរអាកន្លែងដៃស្ពានហ្នឹងវាច្រត់ដៃម្ខាងវាច្រត់ដៃខាងកន្លែងស្ពានហ្នឹងប៉ុន្តែយើងតែងថតអត់បានទេវាថតអត់បានទេវានៅច្រត់ដៃចេះច្រត់ដៃហើយជើងអត់មានទេធ្វើជើងខ្ញុំត្រឹមជង្គង់ឡើងលើវាខោកែឡាបងហើយវាច្រត់ដៃមើលយើងចេះមើលយើងអញ្ចឹងហើយយើងចាប់អារម្មណ៍ត្រង់ថាបងមួយគាត់និយាយពីថ្ងៃក៏ប្រាប់ខ្ញុំថាក្មេងលងទឹកហ្នឹងគឺខ្មោចម្ដាយដើមគាត់មកយកខ្មោចម្ដាយដើមមុនដំបូងគ្នាចុះមួយទឹកមួយអីធម្មតាហ្នឹងខ្មោចម្ដាយដើមហ្នឹងមានន័យថាខ្មោចពីអតីតជាតិមែនបាទមិនម្ដាយមានម្ដាយដើមម្ដាយចុងអីគឺអត់ទេខ្មោចពីអតីតជាតិមុនជាម្ដាយគាត់អញ្ចឹងណាហើយគាត់មកយកវិញអញ្ចឹងណាគាត់និយាយថាក្មេងហ្នឹងគឺខ្មោចម្ដាយដើមគាត់មកយកហើយអាយុប្រហែលប៉ុន្មានបងប្រហែលជា7 ឆ្នាំលងទឹកទលេឬក៏លងទឹកទលេប៉ុន្តែគាត់ថាវាដៃព្រែកបាទដៃព្រែកមកដៃព្រែកហ្នឹងវាលងទឹកហ្នឹងវាចុះលេងតែប៉ិតវាអត់ត្រូវលងទេហើយដីក៏មានល្អដែរប៉ុន្តែដល់ពេលចុះទៅសាប់តែទាញចូលប្រឡោហើយលងហ្នឹងគឺលងចែកពេលថ្ងៃប្រហែលជាខ្ទង់ម៉ោងអត់ខ្ញុំអត់ដឹងថាជាម៉ោងប៉ុន្មានយើងដឹងគាត់និយាយថាថ្ងៃបាទពេលថ្ងៃពេលដែលលងហ្នឹងរហូតដល់ម៉ោង5ល្ងាចពួកគាត់ដើរហោទៅអត់ឃើញទេរហូតដល់យប់ម៉ោង7ម៉ោង8ហ្នឹងគាត់ដើរទៀតស្រែកអូនអើយអូនហើយណាហើយវាស្រែកទៅចុងកាយហ្មងទៅខ្ញុំនៅនេះវាស្រែកអញ្ចឹងខ្ញុំនៅនេះដល់ពេលហើយពួកវាថាហេអត់លងទឹកទេប៉ុន្តែឃើញស្បែកជើងវានៅលើខ្នងព្រែកបាទវាស្បែកជើងនៅក្នុងព្រែកប៉ុន្តែដល់ពេលយើងស្រែកហៅវាស្រែកហៅណោវាស្លាយមកយើងណោដល់ពេលឲ្យវាទៅហោអត់ឃើញទេអត់ឃើញហ្នឹងទេស្រែកហៅម្ដងទៀតនៅលើដើម7ស្រែកហៅម្ដងទៀតនៅលើដើម7ពេលដែលនៅលើដើម7ហ្នឹងគឺគ្នាវាច្រើនណាបងគ្នាវាច្រើនមែនទេនៅដើម7ហ្នឹងពេញដើម7ចឹងបាទពេញដើម7មានក្មេងមានធំមានអីពពួកលងទឹកហ៎បងហ្នឹងជើងកបខ្មៅគ្រឿលើដើម7ហ្នឹងដល់ពេលហើយឲ្យវាស្រែកអូនណាហើយណាវាស្រែកប៉ានេះឲ្យវាចុច7ទៅបងចុច7ទៅខូនឆ្វាច់គ្នាវាមកកណូនោះពេញដើម7ហ្នឹងដូចផ្លែ7ចឹងទៅសំណុងពេញហ្នឹងហ្មងហ្នឹងឡើងឲ្យយងហ្នឹងពេញហ្នឹងហ្មងដល់ពេលហើយឲ្យវាថាចាយចំណើឲ្យលើដើម7ហ្នឹងមកស្ទូក្រោយបាត់ឈឹងឲ្យវាដឹងហើយអូហានេះលងទឹកព្រោះអីនៅព្រែកហ្នឹងគឺមានជើងកបព្រោះព្រែកហ្នឹងលង 4-5 នាក់អីបងតែសិតតែក្មេងម៉ោងប៉ុន្មានមិនបានទៅគាត់ចុច7វិញយប់បងយប់ដើរហៅទាំងយប់បងបាទយូរហ៎មុនដំបូងគឺគាត់ម៉ោង5ហ្នឹងគឺគាត់ដើរហៅហើយប៉ុន្តែស្បាក់ម៉ោង5ហ្នឹងគឺឃើញស្បែកជើងគាត់នៅស្បែកជើងកូននៅក្នុងព្រែកអត់អស់សង្ស័យរហូតដល់ម៉ោង7យប់
បាទម៉ោង7យប់ដល់ពេលម៉ោង7យប់ហ្នឹងគាត់ដើរទៀតគាត់ស្រែកហៅកូនទៀតហៅកូនក៏កូនឆ្លើយនៅចុងចង្ការមុតគាត់តាមហូទៀតដល់ពេលកលេចហៅម្ដងទៀតអត់ឃើញហៅម្ដងទៀតក៏ឃើញកូននៅដើម7ឡើងឲ្យយោងសិតតែគ្នាវៀងអស់ឡើងឲ្យយោងបងហើយពួកគាត់ថាអូដឹងហើយសាប់តាហូគ្រូអីមើលអញ្ចឹងណាគ្រូថាលងទឹកម្ដាយដើមមកយោដៃដើមគាត់មកយោហើយមិនបាច់ទេបាច់ដើរហូទៀតទេស្អែកឡើងគឺមកនៅមើលក្រុមស្ពានឃើញហើយមែនដូចចិត្តមែននៅក្រោយស្ពានក្បាលគាត់នឹងគ្របត្រឡោកដូងគ្របត្រឡោកដូងនៅក្រោមគាត់នៅក្រោយស្ពានហ្នឹងបងមកយកទៅប៉ុណ្នេះហ្នឹងបងបាទត្រឡោកដូងជិះក្មេង7 8ឆ្នាំបងវានៅជាប់មួយត្រឡោកដូងហ្នឹងបងដូងយើងយល់បាទនៅជាប់មួយត្រឡោកដូងកោះមួយដៃអាឡៃស្ពានថ្មទីវាមានដែកឆ្កាងមកវាកោះខប់ខោកប់អីហ្នឹងបងវានៅហ្នឹងហើយគ្រូទៀតគាត់ថាឯងមិនបាច់ទៅដើរហៅណាទេពេលព្រឹកគឺដើរនៅគោស្ពានហ្នឹងគឺឃើញហើយគឺខ្មោចបណ្ដាយដើរវាមកយកវាមកយក 3 4 ដងប៉ុន្តែវាអត់តន់ដល់ថ្ងៃវាដោយសារវានឹកបណ្ដាយដើរគាត់នឹកកូនបាទនឹកខ្លាំងដល់ពេលនឹកខ្លាំងទៅមកយកមុនថ្ងៃប៉ុន្តែយកបានទៅពេលដែលវាក្មេងវាចុះលេងទឹកលេងអីទៅវាគាត់រៀបនឹងចាប់យកមានអាណាមិនខានមកអញ្ចឹងណាមានគ្នាមានអីបាទមិនខានហើយដល់ពេលហើយគ្នាគាត់ដែលត្រូវលងទឹកលងអីហ្នឹងនាំគ្នាលេងនៅហ្នឹងហើយខ្ញុំនេះពួកអ្នកធ្វើមែនវាចាប់អារម្មណ៍នឹងឃើញថាបងហ្នឹងគាត់និយាយថាមានក្មេងលងទឹកនៅហ្នឹងអញ្ចឹងបងឯងឃើញខ្មោចហើយឥឡូវគាត់នឹងមានរឿងដែរតាគាត់មានរឿងដែរគាត់នឹងបានឲ្យខ្សែកាច់ជាមួយដែរបាទគាត់ fan ដែរតា fan ទឹកភ្លឺអូខេពេលដែលយើងត្រូវបូជាទៅយើងជួបគាត់រហូតដល់ពេលហ្នឹងចុះធម្មតាពេលដែលយើងធ្វើមែនធ្វើអីហើយទៅយើងមិនមកវិញបងប៉ុន្តែពេលហ្នឹងយើងមិនមកភ្លឺអីណាទេចុះធម្មតាម៉ោង2យប់អីគេរើសផ្សឹងម៉ោង12អញ្ចឹងយើងម៉ោង2យប់យើងអីរើសចិត្តហើយម៉ោង4យើងហើយយើងពេលដែលយើងចេញមកវិញប្រហែលជាម៉ោង3ទេអត់ដល់ម៉ោង4ទេម៉ោង3ហ្នឹងគឺវាឈោគ្នាវា6 7នាក់នៅលើដៃស្ពានបាយយើងចេះខ្ជូតម៉េះពេលបូជាហើយហ្នឹងបូជាហើយខ្ញុំមើលមែនណាដៃស្ពានអាកន្លែងខ្ញុំថតហ្នឹងគឺវាឈោបាយយើងចេះអាកៅគ្នាខ្ញុំក៏វាឃើញដែរថាងរីគេបាយយើងរីហើយតែបាយហើយខ្មៅកងិលចឹងទៅខ្មៅកងិលខ្មៅបងហើយមានអាខ្លះមានសក់អាខ្លះអត់សក់ទេហើយស្លៀកខោពណ៌ខៀវកីឡាយើងនោះលោកខ្មៅឃ្លីក6 7នាក់ចូលលើដៃស្ពានហ្នឹងវាបាយយើងចេះហ្នឹងទៀតគិតទៅអនិច្ចាគ្នាអស់សង្ខារតាំងពីក្មេងដល់ពេលចឹងទៅគ្នាមិនដឹងថាឡងជាអីទេទឹកសុំទៅចេញឡងបែបខ្ជូតទៅខ្ញុំគិតថាគាត់ទៅបានស្ងប់សុខអីដែរដឹងប្រហែលជាបបាដែរទី1ខ្លាចអាចារ្យគាត់អត់តងព្រលឹងតងអីចឹងណាវានៅហ្នឹងហើយទី1ទៀតខ្លាចពពួកនឹងវាចាប់ចងទុកបាទពពួកជើងកប់វាចងទុកចងអីចឹងទៅកែលូវានៅហ្នឹងណាហើយយើងក៏ចាប់អារម្មណ៍ឯកន្លែងហ្នឹងដែរប៉ុន្តែគាត់ថាពេលដែលយើងបូជាហ្នឹងគឺគាត់មានគេនិយាយប្រាប់ឲ្យថាអូនកន្លែងហ្នឹងជើងកប់ច្រើនណាស់បើថាមិនអីគ្នាអូនឯងកុំលេងទឹកលេងអីញ៉ៃទឹកត្រឹមខ្មងជើងក៏លងងាប់ដែរអញ្ចឹងបាទត្រឹមខ្មងជើងក៏លងងាប់ដែរខ្យល់គោងាប់ក្នុងទឹកហ្នឹងហ្មងទាញយកដល់បានហ្នឹងបាទទាញយកដល់បានគាត់និយាយហើយចុះកូនគាត់ដែលលងហ្នឹងគាត់មិនត្រូវធ្លាក់ណាអត់ហ្នឹងហើយមិនតែបានទៅល្អជើងធ្លាក់ហើយបែជើងនៅលើស្អាតចាស់ហើយមាននំមកកញ្ចប់នៅលើបែជើងនឹងទៀតនំមកកញ្ចប់ទៀតគាត់ថាម្ដាយដើមគាត់មកយកគាត់អូគូទាយមើលហើយមិនបាច់ទៅបតងព្រលឹងតងអីណាទេម្ដាយដើមគាត់មកយកហើយមិនបាច់ត្រូវនេះចិត្តតែពេលបូជាសពទៅមិនដែរបូជាសពក្មេងហ្នឹងគឺខ្ញុំមកបានបូជាបងប៉ុន្តែគាត់ថាសពនៅkiaហ្នឹងលងទឹកមួយទៀតតែថាសពតែខ្ញុំបូជាហ្នឹងគឺសពលងទឹកប៉ុន្តែមិនមែនក្មេងហ្នឹងទេប៉ុន្តែក្មេងហ្នឹងលងទឹកមុនដែលលើសពនឹងលងសពនឹងបូជាលងទឹកហ្នឹងអូអញ្ចឹងសរុបមកសពតែបងបូជាហ្នឹងក៏លងទឹកអាលងក៏លងទឹកលងខ្មោចដែលលងបងក៏លងទឹកបាទលងទឹកពពួកក្មេងលងទឹកហ្នឹងតែម្លងគ្នាមួយថ្ងៃយូរបងយូរស្បែកស្លាប់មុនក្មេងស្លាប់មុនហើយយូរដែរយូរបាទយូរហើយជាខ្ទង់ចិត្តមួយឆ្នាំហើយអូបាទចិត្តមួយឆ្នាំហើយចិត្តទាំងបានគាត់លងទឹកក្រោយហ្នឹងប៉ុន្តែមិនលងឡៃហ្នឹងលងឡៃផ្សេងទេគាត់ទៅរាវខ្យងខ្យល់គោស្លាប់បាទហើយយើងអត់ដឹងបងអត់ដឹងហើមបាត់ហ្នឹងចុះធម្មតាសពតត្រូវថ្ងៃលងទឹកត្រូវទៅហើមគឺហើមហើយយើងក៏អត់ដឹងមានដឹងហ្នឹងក៏យើងបូជាទៅជួបហេតុការណ៍ហ្នឹងទៅហើយបងមួយដែលគាត់ fan តុកលឿងក៏ប្រាប់ដែរថាបងកន្លែងជើងកប់ហើយពីដើមហ្នឹងគឺក្មេងហ្នឹងលងទៅហើយលងរបៀបមិនខ្លះដែលគាត់ចែកម្លែកមកនិយាយអមគាត់ចែកម្លែកហ្នឹងគឺលងទី1ដើរហៅអ្នកភូមិទិញនំវាហៅទិញនំបងពោះទ្វារគេតុកអីមាននំលក់អត់ដល់ពេលគេបើកទ្វារមកអត់មានឃើញក្មេងទេបាទដើរជួងកៅវាដើរហ្នឹងទៅវាយំតាមផ្លូវហ្នឹងយំជួងកៅវាដើរហត់បន្លៃគ្នាលេងលើផ្លូវហ្នឹងម៉ោង 2:10 ហ្នឹងណាជួចំបានន័យថាឲ្យអាញ៉ៃហ្មងអញ្ចឹងបាទអាញ៉ៃនៅពេញហ្នឹងហ្មងហើយដើម7ហ្នឹងប៉ុណ្ណាណៃបងដើម7ហ្នឹង7ផ្អែមទៀតមិន7ជូរ7ផ្អែមទៀតដល់ប៉ុណ្ណាណៃវាមានបាក់ពួកវាក្មេងៗលងទឹកប្រហែលជាអាចលងនឹង 3 4 នាក់នៅហ្នឹងក្មេងៗបាទបើចាំវាមានបាក់ពួកវានៅហ្នឹងទៅ
ដល់ពេលវាត្រូវប្រម៉ូគ្នាមកដូចក្មេងយើងលេងធម្មតាអញ្ចឹងតែមានក្មេងមួយគឺមកហើយឃើញលេងគឺមកហើយអញ្ចឹងពពួកហ្នឹងដោយតាមគ្នាហ្មងដល់ពេលហើយម៉ោង12 13ហ្នឹងគឺតែត្រូវវាលោកគឺវាមកនេះវាបាក់ពុកវាមកហ្មងវាស្រែកលេងហត់លេងមិនណាធ្វើវាបានទេប៉ុន្តែឆ្កែដឹងអាលូហើយវាហត់លេងអាហ្នឹងប៉ុន្តែឥឡូវរៀងសាបជាងមុនហ្នឹង តែប្រហែលជាខ្ញុំគិតថាពួកគាត់នឹងក្មេងខ្ចីអត់ចូលរៀបថាអត់តន់ដឹងក្តីគិតថាខ្លួនឯង ចាចេះចេញលងគេ ហ្នឹងហើយអត់ដឹងថាខ្លួនឯងក៏បងលងដើរសប្បាយ ទៅចូលជាលក្ខណៈអាណិតវិញណា ហ្នឹងហើយ លក្ខណៈសំណោះហ่าពួកអីពងពេញកុមារភាពហ៎ បើឲ្យគាត់ចេញ7ឃើញទៅអត់ដឹងថាខ្លួនឯងនេះហ្នឹងគាត់វាឆ្លើយហើយមកទុះខូចបាត់ពេញហ្នឹងហើយ ណាប្រហែលអារបៀបអត់ដឹងខ្លួនឯងបាន អត់ដឹងហ្នឹងអីដូចវាបេះអីតោងឲ្យកន្លែងនេះលេងលើហ្នឹងហ្មងអត់ដឹងហ្នឹងគាត់ថាវាកន្លែងថាខ្ញុំនេះប៉ានេះហើយអាហីហ្មងហើយវាលេងគ្នាវាទៀតទៅហើយមកទុះក្រោយក៏បាត់ហើយឲ្យវាដឹងថាកូនស្លាប់ហើយព្រោះឃើញបើជើងដល់ស្លាប់ហើយបន្ទាប់ពីម្លងបានប្រហែលជាទុំខ្ញុំផុសវីដេអូពី3ថ្ងៃហ្នឹងបងប្អូនអាចចូល comment មើល comment ក្នុងហ្នឹងបានមានអ្នកស្លាប់នៅហ្នឹងទៀតលងទឹក2នាក់ក្មេងទៀត 2នាក់តែហ្មង បាទ2នាក់ក្មេងទៀតនៅកន្លែង តែពេលច្រើនតែក្មេងៗទេ ក្មេង ខែនេះខែទឹកឡើងល្មមបើស្ដាប់ជាមួយនឹងសាច់រឿងនេះទៅអាចជានៃអប់រំដល់បងដែលគាត់ជាអាណាព្យាបាលបើសិនជាអាចជួយ បរឹងសុវត្ថិភាព ពួកគាត់កុំឲ្យលេងទឹកព្រោះដោយសារតាមរយៈនេះ ឡើង គឺ ហូ ឡើង រខ្ ទឹក លាំង ខ្លាំងមែនតើ ហូរខ្លាំងណាស់ទឹកវាពិបាកដែរបងក្មេងយើងទៅប្រាប់មិនប្រាប់ លួចលេង បាទព្រោះយើងប្រាប់វាហើយវានៅតែលេងដែរវាតាមគ្នាបង ហ្នឹងហើយព្រោះអាណាព្យាបាលក៏គាត់រវល់ការងាររបស់គាត់ដែរតន់ហើយមានសាច់រឿងអីបន្ថែមទៀតអត់ មានទៀតប៉ុន្តែគាត់ថាខ្លីៗ មកមិញក៏ខ្លីលើថែមខ្លីទៀតហ្នឹង ដាក់បងរឿងនេះដែរ តែមិញសាច់រឿងមិញចំណងជើងណា នៅជើងខ្ញុំបាក់ដាក់អូបូជាសពលងទឹកអីខ្មោចលងទឹកទៀត បើខ្ញុំខ្មោចលងទឹកលើដើមអំពិលខ្មោចទឹកលើដើមអំពិល ខ្មោចទឹកលើដើមអំពិល ទេម្ដាយដើមមកយកក្មេងចឹងក៏មិន តែខ្ញុំគិតថាប្រហែលជាមិនសូវជាតាក់តងម្ដាយដើមទេដោយសារនៅនឹងអញ្ចឹងហ្មង ប៉ុន្តែ អញ្ចឹងទោះអត់ម្ដាយដើមក៏ណា ដោយសារតែពុកគាត់និយាយថាម្ដាយដើមគាត់គូទាយគាត់ទាយហើយគាត់ថាម្ដាយដើមគាត់មកយកគាត់ត្រូវមកយកតាំងពីប្រហែលខែមុនប៉ុន្តែយកបានអត់ដល់ពេលវេលាត្រូវយកចឹងទៅថ្ងៃហ្នឹងត្រូវដល់ពេលវេលា គាត់អស់អាយុហងអញ្ចឹងអូខេអញ្ចឹងសម្រាប់អ្នកនរគ្នាស្ដាប់សាច់រឿងនេះដែរយកឃើញមិនដែរអាចបញ្ចេញមតិយោបល់ខាងក្រោមបានហើយកុំភ្លេច comment ជាចំណងជើងហងបើសម្រាប់ខ្ញុំឲ្យចំណងជើងថាខ្មោចទឹកលើដើមអំពិល អូយអែមតា ខ្មោចទឹកលើដើមអំពិលអូខេបង ឆ្ងល់ហ្មងថាចេះខ្មោចទឹកមកទៅលើដើមឈើវាអត់សមហេតុសមផល បាទ យ៉ានេះសម្រាប់ខ្ញុំអញ្ចឹងបើអ្នកនរគ្នាយកឃើញចំណងជើងមិនអាច comment ប្រាប់ពួកយើងបានអូខេតោះចែកម្លែកមករឿងពីររឿងទៀតមក មើលពីរឿងទៀតសិតតែអត់ចំណងជើងវាខ្លីៗពេក ចំណងជើងចាំឲ្យគ្នាយើងដាក់ឲ្យ បាទតែមុនដំបូងគឺខ្ញុំបូជានៅខាងបងភ្នំសូចំណងជើងគឺអាចដាក់បានបាទ7យប់បូជា7ថ្ងៃបូជា7យប់ 7ថ្ងៃបើជា7យប់ បាទនៅភូមិហ្នឹងគឺស្លាប់តគ្នា អូ បាទបងប្អូនយើងធ្លាប់ដឹងហើយនៅតាមតំបន់ភូមិនីមួយៗគឺមានការស្លាប់តគ្នាមិនថាភូមិបងឬក៏ភូមិខ្ញុំទេគឺមានការស្លាប់តភូមិខ្ញុំហ្នឹង4នាក់ស្លាប់បូជាល្ងាចហ្នឹងស្អែកឡើងបូជាមួយទៀតខាងស្អែកបូជាមួយទៀត ទៅអង្គ បាទនិយាយរួមទៅយើងអត់ចេញផុតពីហ្នឹងទេដោយសារតែយើងនៅគៀនហ្នឹងអញ្ចឹងចាំមើលដើមតងសាច់រឿងហ្នឹងគឺពូម្នាក់គាត់ផ្ទះបាញ់ស្លាប់នៅគៀនផ្ទះគាត់ហ្នឹងហើយគ្នាគាត់ហ្នឹងគឺក៏ធម្មតាយើងមានបងប្អូនមិត្តភក្តិមិនអីចឹងណាបងហ្នឹងហើយគាត់ជួមេយើងទៅបូជាហើយយើងក៏មិនចាប់អារម្មណ៍ដែរមេហ្នឹងគឺអត់តម្លើងកើតទេព្រោះកន្លែងវាអៀតយើងបូជាឡទេបូជាឡលើទួលទេបងលើទួលនៅខាងបងភ្នំសូយើងនៅខាងម្ដុំជើងគួនដែរតពាំងពហិឬក៏ម្ដុំជើងគួនទេម្ដុំហ្នឹងបាទនឹងម្ដុំហ្នឹងឯងយើងក៏បូជាបូអីធម្មតាយប់ធម្មតាបូជាខ្មោចផ្ទះបាញ់បងមិនលេងសើចណាខ្មោចផ្ទះបាញ់ហើយបូជាឡទៀតហើយនៅលើទួលស្ងាត់ទៀតហើយតែ2នាក់ហ្នឹងបង ហើយអត់មានសាច់ញាតិបងប្អូនអី មានបងប្អូនប៉ុន្តែបងប្អូនគេមិនកដោយើងណា មែនបងផុសហ្នឹងណា អត់ទេមែនទេបងមែនទេអាហ្នឹងផ្សេងទេបងផ្សេងទេបងប្អូនគេកដោយើងទេអញ្ចឹងយើងបូជាឡគឺយើងប្រើគ្នា2នាក់ដល់សារឲ្យយើងអត់តម្លើងមែនបើយើងយកគ្នា5នាក់មកក៏អត់ដឹងថាធ្វើអីដែរអត់មានដឹងធ្វើអីទេអញ្ចឹងយើងក៏យកគ្នាតែ2នាក់ទេខ្ញុំឯហ្នឹងមេខ្ញុំ2នាក់ហ្នឹងបូជាសពផ្ទះបាញ់អញ្ចឹងចៃដនអីនៅពេលដែលយើងកំពុងតែបូជាគឺមើលភ្លៀងបាទពេលភ្លៀងពូម្នាក់ទៀតគាត់មកគាត់ជិះម៉ូតូមកសួរសុកទុកយើងក៏មើលអញ្ចឹងម្នេះណាមួយយើងព្រោះគាត់
ធ្លាប់ស្គាល់យើងក៏ធ្លាប់ហៅមេយើងទៅបូជាដែរ បាទ បាទគាត់មកសួរសុខទុក្ខយើងអីចឹងពេលគាត់ទៅដល់កន្លែងហ្នឹងគឺគាត់ប្រាប់ឲ្យថាសពហ្នឹងគឺសពផ្ទះបាញ់ផ្ទះបាញ់ក្រោយផ្ទះគាត់គឺគាត់លេងទូរស័ព្ទហ្នឹងណាលេងសពផ្ទះបាញ់នៅក្រោមដើមស្នាយយើងហ្នឹងហើយគាត់ក៏មិនទៅនិយាយអីទៅវិញឆ្ងាយដែរគាត់ក៏ជិះម៉ូតូទៅវិញទៅចូលគុណកោយុននោះគាត់ដាច់ពាក់កណ្ដាលខ្លួនស្លាប់ម្នាក់ទៀតគាត់ពាក់កណ្ដាលខ្លួនបង ទៅ កោយុ ប្រាប់ ន បងហើយ បាទទៅប្រាប់ខ្ញុំហើយប៉ុន្តែគាត់ហ្នឹងមិនបូជាស្អែកហ្នឹងទេបូជាខាងស្អែកបូជាចឹងថាយើងចេញបូជាតគ្នាប៉ុន្តែគាត់ថាមិនមែនបូជាស្អែកស្លាប់ថ្ងៃហ្នឹងគឺបូជាស្អែកទេបូជាខាងស្អែក ទុកសពមួយថ្ងៃ បាទទុកសពមួយថ្ងៃបូជាខាងស្អែកទៅចាំកូនគាត់មកពីប្រទេសថៃហ្នឹងបងបាទចឹងទៅយើងក៏បូជាម្ដងទៀតបាទបូជាគាត់ម្ដងទៀតចៃដនពូម្នាក់ទៀតមកដល់ទៅដល់ផ្ទះចលគោស្លាប់ទៀតដល់ពេលដែលគាត់ចលគោស្លាប់ហ្នឹងគឺយើងមិនទៅគិតថាចុះធម្មតាយើងទៅបូជាយើងមិនទៅមើលសួរចលគោមកអីណាយើងមិនទៅរោម៉ួយមិនរោម៉ួយយើងទៅមើលទៅអីទៀតដល់ពេលយើងទៅបូជាទៅស្លាប់ម្នាក់ទៀតគឺកៀងបេះដូងនៅកន្លែងហ្នឹងកន្លែងវងបៀហ្នឹងតែម្ដង វងបៀដែលកំពុងតែនេះហ្នឹង ពងលេងដល់សពហ្នឹងបង កំពុងលេងកដោសំ បាទ ទៅដល់សពរោងទី2 បាទរោង អីរោងទី3 ទី3បងទី3 រោងទី3ហើយគាត់ជាសពទី4 បាទសពទី4រោងទី3សពទី4ប៉ុន្តែអត់បូជាភ្លាមទេស្អែកទៅបូជា ត្រូវហើយ បាទស្អែកបូជាទៀតនៅខាងជើងគួន ខាងជើងគួនបាទនេះនៅខាងជើងគួន និយាយទៅដូរតែស្រុកឯនៅខេត្តដដែលដូរស្រុកចិត្តគ្នានិយាយទៅចិត្តគ្នា ពេលដែលយើងបូជាធម្មតាតឡើងមានតឡើងអីហើយវាធម្មតាបងហើយប៉ុន្តែគ្រាន់តែយើងអស់ចម្ងល់តិចមិនក៏ភូមិស្លាប់ដូចក្រក់ម៉េះតាំងពីដើមឡើយគឺអត់ដែរចឹងទេវាបែបវាតៃហោងផ្ទះបាញ់ ជីចូលកោយុន ហើយមួយទៀត សក ចកោនឹងកៀងបេះដូង កៀងបេះដូងមួយ បាទ ទៀត កៀងបេះដូងយើងក៏បូជាធម្មតាទៅបូជាទៀតទៅបូជាកូនគាត់នេះស្លេស្លន់ស្លោទៅសពភ្លាមបង ចា សពភ្លាមយើងមិនទៅនេះណាអត់ហ្នឹងស្លន់ស្លោលោកគ្រូអាចារ្យនោះគាត់បញ្ញាទៅផ្ទះទៀតគាត់មិនបានទៅមើលសពទេអត់បានទៅយាមកដោយើងទៅពួកអ្នកមេហ្នឹងដាក់បនធម្មតានៅនេះធម្មតាហ្នឹង ហ្នឹងហើយ បាទម៉ោង 2:10 យប់ស្កាយលូឡើយស្កាយលូខ្លាំងកោះខ្លាំងមែនទែនបងខ្ញុំថាបងខ្មោចផ្ទះបាញ់ហើយខ្មោចដើរហើយព្រួយអត់ត7ថ្ងៃហ្នឹងបងមិនត7ថ្ងៃយើងបូជាសព3សព4ហ៎មិញ 4ហើយ សព4យើងមិនតអើយនេះណា7ថ្ងៃណាអញ្ចឹងវាអាចនឹងដើរបាទមានដើរខ្លះអូសជើងអាមួយខាងប៉ុន្តែមិនមែនខ្មោចពេលច្រើនខ្ញុំឃើញអត់នេះទេអត់ឃើញហើយជើងទាំងអស់ទេពេលច្រើនឃើញតែមួយកណាត់ទេវាដើរខ្ញាក់នឹងអូសជើងហើយអាមួយទៀតគាត់ពួចឯងដើរអញ្ចឹងប៉ុន្តែគឺអាពីរទេបងគឺអាពីរដើរប៉ុន្តែមិនខ្ញុំមិនឃើញណាអូនខ្ញុំ អោប្អូនណា បាទអូនខ្ញុំអាឡ័យវាឃើញអាស្ដូនមួយខ្ញុំគេឃើញថាចុះអាហ្នឹងគេអស់ដើរជើងនេះហ្នឹងខ្ញុំក៏មិនទៅចាស់អារម្មណ៍អីថាបញ្ហាហ្នឹងដែរតែលោវាស្វាងភ្នែកឬក៏ផឹកស្រាស្វាងព្រោះអីពេលហ្នឹងវាផឹកស្រាមែនពេលហ្នឹងវាផឹកស្រាអញ្ចឹងណាហើយយើងអត់ផឹកទេព្រោះយើងអ្នកបូជាសពយើងមិនផឹកខ្ញុំអត់ផឹកទេព្រោះតែកាលណាផឹកចំសពណាកាចគឺវា គេប្រកាន់ បាទមិនគេប្រកាន់ទេបើសិនចប់គ្រូសពនឹងគ្រូបងបើសិនជាសពនឹងគ្រូយើងហើយហូបទៅវាអាចប្រសាទជាមួយនឹងគ្រូទៅអាចធ្វើទុកដល់យើងឡង អញ្ចឹងវិញ បាទឡងឈាមច្មោះក៏មានដែរខ្ញុំធ្លាប់ឈាមច្មោះឈាមអីដែរបាទឈាមឡងព្រោះអីអត់បានទេសពគេគ្រូខ្លាំងក៏មិនយើងមិនអាចចេះបន្ថយទៅជាមួយបានដែរហូម៉ូមអីអត់បានទេបានជំនាញជំនាញមានអីទៅវាបានទប់ខ្លះ អញ្ចឹងមិនចូលចិត្តគេងក្រមែនមែនដោយសារសុវត្ថិភាពហ៎ បាទសុវត្ថិភាពទី1អត់ខ្លាចទី2យើងអាងបារមីមែនហើយនឹងជំនាញមែនអាងខ្លាំងមែនតើហើយជំនាញមែនឥឡូវគឺមានផោសមានស្រីមានលោកយាយសក់សទៀតអញ្ចឹង អូមានថែមមួយទៀតឡើ បាទ យ ពេល4ដល់ហ្មងហើយទឹមឡើងក្រោយជំនាញមានស្រីគឺលោកយាយសក់សអត់បានគាត់ កាចជាងគេ កាចជាតាសទេគាត់ជាតាសទេ អូដូចលោកយាយជីដែរ បាទលោកយាយជីដែរប៉ុន្តែចូលចិត្តការចបាចូលចិត្តការចបាហើយនឹងឆ្លាមលូចូលចិត្តមែនតើបើសិនយើងដាក់សែនដាក់អីទៅយប់លុកយប់អីទៅក៏អូបការចបានៅលើមេនឹងពួង ហើយសុវត្ថិភាព គេ គេលក់ស្រួល ដូចលក់ស្រួលហើយពេលខ្លះដល់តលងខ្លាំងលងអីទៅហើយវារួមទៅអ្នកមានដឹងត្រាប់អីជួនកាលរើដែករុងរាំងទៅហ្នឹងព្រោះដែកបេដែកអីហ្នឹងចូលសាច់រឿងមួយទៀតចុះ ជុំឥឡូវយើងបញ្ចប់អាមិញមួយសិនណាតា បាទចូលសាច់រឿងមួយទៀត មិញអត់ទេជប់អាមិញសັບ
mình tập buôn đấy nè បាទ3ទៀតគឺយើងអត់បានបូជាទេប៉ុន្តែគាត់ថាស្លាប់7នាក់ สรุปเต็มเปิลเนี่ย បាទ7នាក់ព្រោះយើងបូជាគេហ្នឹងព្រោះអីពេលដែលយើងគាត់ស្លាប់ហ្នឹងគឺគេខាងនោះគេតាក់ទងយើងទៅមុនយើងគាត់តាក់ទងឲ្យយើងក្រោយយើងអញ្ចឹងយើងទទួលគេមុនយើងអត់បានបូជាទេយើងបោះគេផ្សេង យើងដឹងព័ត៌មាន បាទយើងបោះគេផ្សេងអញ្ចឹងណាបាទមករឿងមួយទៀតគឺម្ចាស់មេនហ្នឹងហើយម្ចាស់មេនគឺស្រឡាញ់មេនខ្លាំង តែកាន់មេន ជំនាញ អត់ទេម្ចាស់មេនហ្នឹងគឺគាត់អ្នករៀបមេនថ្មីគាត់បងបួសគាត់បួសទៅលោកបាទដល់ពេលបួសទៅលោកទៅគាត់ស្រឡាញ់ក្នុងវិស័យបូជាសពហ្នឹង នេះរឿងទី4ណា បាទ ถึงទី4 ទី4ហើយទី4ហើយ ចុះយើងបញ្ចូលអារឿងមិញមួយគ្នាហ្មងទៅ អូខេបញ្ចូលមួយគ្នាក៏បាន បាទបញ្ចូលមួយគ្នាហ្មងទៅព្រោះអីវាខ្លីៗដែរ អូខេ អញ្ចឹងគាត់ពីដើមហ្នឹងគឺគាត់បួសជាសង្ឃអញ្ចឹងបាទគាត់ចូលចិត្តខាងវិស័យបូជាសពអាចនិយាយថានិស័យដូចខ្ញុំដែរអញ្ចឹង បាទ ហាមគាត់ប៉ុណ្ណាក៏ណាត់ទៅដែរចង់យកខ្សែចក៏នៅយកក្បាត់កាត់យកទៅដែរអត់នេះទេគឺចូលចិត្តហ្មងបាទគាត់នឹងចូលចិត្តខ្ញុំធ្លាប់បូជាប៉ះគាត់ដែរបាទគាត់នៅជាសង្ឃគាត់មើលយើងបូជានៅបូជាមួយខ្ញុំហ្មងបូជាមួយគ្នាហ្មងលោកគាត់ឆ្លាញ់ខាងវិស័យហ្នឹងដល់ថ្ងៃមួយគាត់សឹកសុំម្ដាយគាត់រៀបមេនថ្មីបាទរៀបមេនថ្មីនៅពេលដែលគាត់រៀបទៅវិញខ្ញុំអត់ដឹងថាការរៀបមេនថ្មីហ្នឹងគឺមានជំនាញមេនឬក៏អីផ្សេងទៀតរៀបចំពឹសស្នូការអីផ្សេងទៀតតាមបែបបត់មានតែតាមត្រូវអត់ទេយើងអត់ដឹងទេណាប៉ុន្តែដល់ពេលគាត់ធ្វើទៅគឺគាត់បូជាទៅចេះតែមានបញ្ហានេះនោះអញ្ចឹងណាពេលដែលធ្វើទៅតែមានដែកមានអីអញ្ចឹងទៅហើយអ្នកផ្ទះគាត់គឺខ្លាចខ្មៅអញ្ចឹងមេនហ្នឹងគឺអត់ទុកផ្ទះគាត់ទេទុកនៅវត្តបាទផ្ញើនឹងលោកទុកនៅវត្តហើយថ្ងៃមួយគឺគាត់បូជានៅខាងទលេហ្នឹងដូចជាលេខទុកមេនដល់ពេលដែលយើងកំពុងដអូឆ្លងចោលឆ្លង ដទៅវាលេខទុកទៅប៉ុន្តែគាត់ថាមិនទៅលេខកណ្ដាលទលេទេវាលេខអាគៀនច្រាំងអាចឡើងឡានបានវាកលហ្នឹងបាទដល់ពេលលេខទៅវាបះអាឡាហ្នឹងមកគាត់ណាម្ចាស់មេនស្លាប់កាន់ស្លាប់ហ្មងតែស្គាល់គ្នាដែលគាត់ទៅនេះហ្នឹង តំបើកមេន បាទតំបើកមេនឬតំបួសហ្នឹងតំបួសឲ្យសឹកបើកកាន់ស្លាប់ម្ដាយហ្នឹងក៏ខ្លាចក៏ផ្ញើមេនហ្នឹងនៅវត្តបាទផ្ញើមេននៅវត្តហើយលោកចក្រាចក៏ដឹងហើយថាគាត់ដែលស្លាប់ហ្នឹងគឺស្រឡាញ់មេនខ្លាំងបាទស្រឡាញ់មេនខ្លាំងអញ្ចឹងមេនហ្នឹងចង់ថាត្រូវបើកភ្លើងចោលហ្មងអត់ទុកអីនេះទេអត់ដាក់បាទអត់ទេចង់ថាយើងទុកហ្នឹងប៉ុន្តែយើងបើកភ្លើងឲ្យភ្លឺអត់ហ្នឹងទេ កុំឲ្យមើលមកដូចទុកដៃចោលដូចបងចោលហើយបើយើងទុកល្ងិតទៅនានតូចឃើញតែខ្លាចបាទព្រោះអីលោកស្រឡាញ់ខាងមេនងាប់អញ្ចឹងទៅឃើញទៅខ្លាចអញ្ចឹងណាអញ្ចឹងលោកក៏បើកភ្លើងឲ្យចោលអញ្ចឹងទៅនេះស្រាប់ថាថ្ងៃមួយដូចជាដាច់ភ្លើងឬក៏មិនយើងអត់ដឹងច្បាស់ដែរប៉ុន្តែគាត់ថាចៅអធិការវត្តគាត់មានសង្ឃិការអញ្ចឹងដែរគាត់ថាដូចជាដាច់ភ្លើងឬក៏ដាច់ពូលទេអត់ដឹងទេល្ងិតមកយប់ហ្នឹងគឺលឺឡានប្រឆេះប៉ុន្តែដល់ពេលគាត់ចុចពិលមើលទៅគឺគាត់អត់ឃើញឡានអាផ្សែងធម្មតាតាឡានទុកយូរប្រឆេះគឺវាហុយផ្សែងហ្មងហ្នឹងហើយបាទឬគឺអត់ឆេះទេដូចដេអញ្ចឹងដេអត់ឆេះគឺលោកក៏សង្ស័យក៏ចុចពិលមើលទៅអាទ្វារហ្នឹងក៏មានជាប់សោជាប់អីត្រឹមត្រូវក៏ចក់ក៏អត់បើកដែរហើយចាំលឺឡានដីឡានក៏ឆេះទៅហើយលោកក៏ចូលទៅវិញគឺស្រាប់តែរើដែកឌូងក្តាំងអូដែកលោកកូននេននៅរៀនធរនៅគៀនចៃដីហ្នឹងលោកឃើញអាគូឡានចេះអាគូឡាននោះអាគូឡានមានទេអត់មានចេញក្រៅសុទ្ធបល័យក៏ភ្លេចអស់ដែរបល័យលេចអស់លេងហើយចៅអធិការវត្តបាទអត់ទេលោកនេនណាបាទចៅអធិការវត្តគាត់ចេះហើយហ្នឹងហើយបាទគាត់ចេះខ្លាំងហើយអញ្ចឹងទៅក៏រឿងហ្នឹងគឺម្ដាយលោកដែលគាត់ត្រូវបួសហើយសឹកស្រឡាញ់មេនហ្នឹងគឺគាត់វេឲ្យលោកទៅបើគេលោកហ្មងគេលោកបាទគេលោកបាទចង់បើសិនជាលោកចង់ឲ្យអ្នកណាឬក៏ធ្វើមិនធ្វើអីចាប់ចែងតាមនឹងចុះព្រោះអត់ទុកទេព្រោះអីទីមួយបើសិនក៏គាត់ទុកក៏គាត់ខ្លាចដែរនេនបាទអញ្ចឹងក៏គេលោកទៅលោកក៏ចាប់ចែងតាមនឹងទៅឥឡូវមិនដឹងថាមេនឹងទៅដល់ណាមេនឹងព្រោះអាចជាលក់ចេញឬក៏នៅហ្នឹងទេព្រោះយើងទៅវត្តអត់ឃើញទេ